លោកលាវខ្ញុំបានបញ្ជូននាងដាក់បន្ទប់លោកហើយតាមអ្វីដែលលោកព្រមព្រៀងនឹងគឺ2លានហ្នឹងម៉ាគាត់ព្រមហើយមែនទេខ្ញុំจะកូនស្រីម៉ាក់នេះខ្ញុំនៅក្មេងនេះណាមិនទាន់រៀនចាប់សកលផងមកកំាត់ដាច់ចិនលោកខ្ញុំឲ្យអ្នកដទៃបែបនេះកូនស្រីយើងនេះអញមើលច្បាស់ទេឈីងទៅជាកូនស្រីយើងអញគឺជាមនុស្សព្រៃដែលកាលពី20ឆ្នាំមុនយើងរើសមកចិញ្ចឹមប៉ុណ្ណឹងទេឥឡូវពេលនេះធំហើយដល់ពេលដែលឯងត្រូវសងគុណយើងវិញខ្ញុំពិតជានឹកស្មានមកដល់សាញ់ដល់យើងទេមិនបានទេខ្ញុំមិនអាចបណ្ដោយឲ្យវាទៅជាអញ្ចឹងទេជួយខ្ញុំនឹងឲ្យលុយនាងនាងដាក់ខ្លួនហើយហ៎យប់មិញខ្ញុំត្រូវបានគេដាក់ថ្នាំបានធ្វើរឿងមិនគប្បីដាក់នាងរឿងរ៉ាវដែលបានកាត់ឡើងកាលពីយប់មិញលោកថាអាចឲ្យលោកខ្ញុំបានមិនអីទេនឹងនិយាយតម្លៃមកត្រូវការប៉ុន្មានលោកលាវខ្ញុំបានបញ្ជូននាងដាក់បន្ទប់លោកហើយកិច្ចព្រមព្រៀងពួកយើងគឺតម្លៃ2លានហ្នឹងមករបស់ខ្ញុំត្រូវការ2លានបើសិនជាខ្ញុំឲ្យលោកគាត់នឹងគាត់ច្បាស់ជាមិនលោកខ្ញុំឲ្យអ្នកដទៃទៀតទេលោកពូដើម្បីប្រមាណក៏បានដែរមែនទេត្រូវហើយខ្ញុំហ៊ាននិយាយគឺហ៊ានធ្វើគឺចំនួន2គ្រាន់តែហាមាត់មកត្រូវការ2លាននឹងល្អិតនេះមើលទៅមិនធម្មតានោះទេកាត់មួយស្លឹកនេះមានចំនួនទឹកប្រាក់200លាននឹងយកទៅប្រើប្រាស់ចុះ200លាននេះខ្ញុំមិនត្រូវការច្រើនដល់ថ្នាក់នោះទេត្រូវការតែ2លានទេខ្ញុំមិនចាំបានលុយរបស់លោកទេគឺខ្ញុំមានផលលំបាករបស់ខ្ញុំដែរខ្ញុំនឹងរកលុយមកសងលោកវិញមើលទៅក្មេងស្រីម្នាក់នេះក៏មិនសមជាមនុស្សដែលលុបលុយនឹងលុយដែរបើប្រៀបធៀបនឹងមនុស្សស្រីដែលមករកខ្ញុំដើម្បីទៅលុយគឺមិនដូចគ្នានោះទេមិនអីទេបើមើលទៅតាមស្ថានភាពនឹងជាអ្វីដែលត្រូវទទួលខុសត្រូវចំពោះនាងបើសិនជានឹងមិនប្រកាន់នោះទេខ្ញុំយល់ព្រមរៀបការនឹងនាងទទួលខុសត្រូវលើនាងលោកឲ្យលុយមកខ្ញុំហើយព្រមរៀបការជាមួយខ្ញុំទៀតទេមិនអីទេនឹងកុំគិតច្រើនពេកខ្ញុំមិនមែនជាមនុស្សអាក្រក់នោះទេសម្រាប់រឿងរៀបការគឺជារឿងធំដុំនាងអាចយកទៅគិតមុនសិនរួចហើយគិតយ៉ាងណាចាំឆ្លើយប្រាប់ខ្ញុំតាមក្រោយអាស័យដ្ឋានទំនាក់ទំនងគឺនៅក្នុងដៃរបស់នាងហើយសម្រាប់ការមួយសន្លឹកនេះនាងយកទៅប្រើប្រាស់ចុះអ្នកប្រទី2មកទៅសុកសុងមកជុំនឹងស្រីម្នាក់នឹងអញ្ចឹងប៉ាមកខ្ញុំបាននិយាយជាមួយខ្ញុំរួចហើយថាបើសិនជាខ្ញុំរៀបការពួកគាត់នឹងប្រគល់ក្រុមហ៊ុនគ្រួសារមកឲ្យខ្ញុំតាមឡើយខ្ញុំមិនយល់ព្រមទេណាមួយប៉ុនទី3របស់ខ្ញុំគេបានធ្វើរឿងច្រើនណាស់ដើម្បីទទួលបានសិទ្ធិកាន់កាប់គេទោះជាពឹសពលយ៉ាងណាក៏ហ៊ានធ្វើដែរប៉ាจะមានលុយ200លានមែនតើគេនៅជាណាទេពេលបំផុតឯងប្រាប់លើទូរស័ព្ទហើយឯងរត់ដល់ណាទេឯងមានដឹងទេលោកលាវគេខឹងប៉ុណ្ណាសក់សំដែងរត់បាត់នឹងម៉ាក់ប៉ាជាលោកខ្ញុំឲ្យគេមែននេះយើងបានចាំឲ្យ20ឆ្នាំហើយចំណាយអស់លុយច្រើនប៉ុណ្ណាតាមរត់តែគេព្រមចាយលុយលើឯងគេហ៊ានចំណាយដល់2លានបើឯងចាំមកវិញនោះយើងត្រូវការលុយ2លានមិនចាំទេយើងលេខខជាមួយឯងហើយរយៈពេល20ឆ្នាំមិននឹកស្មានថាឪពុកម្ដាយតែខ្ញុំគិតថាជាអ្នកនៅក្បែរខ្លួនបំផុតបើជាមានចិត្តប្រិយផ្សាយបែបនេះឬមកគ្រឿងបែបនេះមានតែខ្ញុំម្នាក់ឯងតែได้ជួបនឹងលោកប៉ាម៉ាក់យើងកូនចង្រៃឯងនេះទៅតែមកពីងាប់ឯណាម៉ាក់តែប៉ុណ្ណាទេបើសិនជាខ្ញុំឯងរកលុយឲ្យម៉ាក់បាន2លានម៉ាក់ក៏លេខលោកខ្ញុំឲ្យប្រុសផ្សេងទៀតបងលេខសើចមែនទេបងស្រីនោះគឺជាចំនួនលុយ2លាននេះបើសិនជាឯងពិតជាមានលុយ2លានមែនយើងព្រមនឹងឯងថាលេខលោកឯងទៀតហើយចាប់ពីពេលនេះតទៅឯងគឺជាសមាជិកគ្រួសារយើងដដែលចាំធ្វើស្អីក៏ធ្វើទៅហ៊ាននិយាយហ៊ានធ្វើនេះគឺ2លានពួកអ្នកយកចឹងយកការទៅទីមួយស្លឹកចង់មកបោកប្រាស់ពួកយើងមែនទេក្នុងរយៈពេលមួយយប់ឯងទៅរកលុយបានមកពីណាដល់ទៅ2លានឯណោះសម្រាប់ទៅទិញតទិញគឺពិតជា2លានមែនហ្នឹងគឺពិតជាមានលុយ2លានមែនអេកូនស្រីមិនតន់ញ៉ាំបាយទេមែនទេឲ្យឆាប់ឡើងអង្គុយចុះមកទៅយកមកហូបបន្ថែមទៀតមកអង្គុយចុះភ្លាមមកអង្គុយចុះមកនេះវ៉ាន់ញ៉ាំបាយនេះញ៉ាំទៅបងស្រីនេះឆ្លាតឆាប់ញ៉ាំទៅញ៉ាំឲ្យច្រើនទៅណាប៉ាចាប់មកហូបឲ្យឯងអរគុណប៉ាមកច្រើននេះនេះចំអត់នេះនៅសុកបានលុយមកពីណាច្រើនដល់ម្លឹងទៅក៏ចៃដល់ទៅទៀតបានប្រុសអ្នកមានទេច្បាស់ជាមានចាស់ដែរសម្បូរលុយបើតាមមើលវាទេមិនប្រមរៀបការជាមួយតាចាស់នឹងទេប្រហែលជាធ្វើជាស្រីកំណត់របស់តានឹងហើយវាគ្មានស្អីក្រៅពីនឹងទេមិនខ្វល់ថាមានតាចិញ្ចឹមឬអត់ទេយ៉ាងណាយើងក៏បានលុយ2លានដែរត្រូវហើយបើមើលតាមនឹងទេពួកយើងគួរតែចាប់ផ្ដើមរកមើលថាម្នាក់នៅពីក្រោយក្នុងរឿងមួយនឹងតើវាយ៉ាងម៉េចវិញទេថាមិនត្រូវពួកយើងយកលេសយកនេះទៅគៀបយកលុយថែមទៀតថាមិនត្រូវបានមិនត្រឹមតែ2លានអាច5លាន10លានគ្រាន់តែគិតក៏សប្បាយដែរចាំបាននាងបើមនុស្សប្រុសដែលនៅពីក្រោយក្នុងនោះជាអ្នកមានវិញយើងមិនរស់ស្រួលទៅហើយទេអីច្បាស់ជាតាចាស់ចាំហើយថា
មិនត្រូវយើងអាចរកលុយបានលើពីនឹងទៀតមើលទៅពួកយើងចំណាយអស់រយៈពេល20ឆ្នាំគឺវាពិតជាសំខ្លាំងណាស់ហ្នឹងអាឡូលោកពូ និយាយមក លោកអាចមកទទួលខ្ញុំបានទេ បាត់ឡើងភ្លាមទៅ វ៉ាន់កូនចង់ទៅណានឹងអត់នៅញ៉ាំបាយទេអីលោកពូខ្ញុំក៏រួចហើយខ្ញុំចង់ទៅជាមួយលោក មានរឿងអីមិនបានជាយំត្រឡប់ទៅដល់ផ្ទះចាំនិយាយ ជីឡានមកមែនទីភ្លើងញ៉ាំភ្លើងពេកខ្ញុំមិនច្បាស់ទេលើតែនាងហៅម្នាក់ប្រុសនោះថាលោកពូអីនេះយើងមិនខុសទេគឺជាតាចាស់មែនមកវាចង់ទៅក៏ឲ្យវាទៅចឹងខ្ញុំចិញ្ចឹមវាពីតូចដល់ធំខ្ញុំស្គាល់វាច្បាស់ដូចជាបាត់ដៃអញ្ចឹងមិននឹងសំណងមកខ្ញុំមិនអាចចូលសោះ លោកពូលោកប្រហែលជាទេវតាបញ្ជូនឲ្យមកជួយសង្គ្រោះខ្ញុំហើយគឺជាមនុស្សដែលមកជួយខ្ញុំ និយាយប្រាប់ខ្ញុំមក ខ្ញុំមិនមែនជាកូនស្រីបង្កើតរបស់ម៉ាក់ខ្ញុំទេគាត់ប្រត់ទៅលុយក៏ព្រមលោកខ្ញុំឲ្យអ្នកដទៃបើសិនជាថ្ងៃនោះលោកមិនបានចេញមកមកទេខ្ញុំខ្លាចទេ មិនបាច់គិតច្រើនទេបន្ទាប់ពីពួកយើងរៀបការរួចហើយនាងគឺជាប្រពន្ធស្របច្បាប់របស់ខ្ញុំហើយខ្ញុំសន្យាថានឹងមិនឲ្យនាងមានទុកលំបាកទៀតទេ ត្រូវហើយកាត់មួយនេះខ្ញុំឲ្យទៅលោកវិញ ខ្ញុំគឺប្រកល់ឲ្យនាងហើយ ខ្ញុំដល់អត់ទៅពីលៀនទេចាត់ទុកថាខ្ញុំចៃសិនខ្ញុំនឹងប្រឹងប្រែងធ្វើការដើម្បីរកលុយមកសងលោកវិញ ចុះបើនាងសងលុយអស់ហើយនាងមានអីជពាក់ខ្ញុំតទៀតទេ លោកពូ នាងគិតដល់ណាហើយ មិនមែនទេមិនបានគិតអីទេ ចុងសប្តាហ៍នេះនាងមានពេលទំនេរដែរទេពួកយើងនាំគ្នាទៅចុយតាស៊ីវិល ចាបានអញ្ចឹងទេលោកពូរឿងដែលពួកយើងនៅជាមួយគ្នាតើពួកយើងអាចលេចជាអាកម្មបានទេខ្ញុំមិនទាន់បានមកចាំសកម្មជាឡាយរបស់ខ្ញុំទេខ្ញុំនៅហាត់ការនៅឡើយខ្ញុំមិនទាន់ចាំឲ្យនរណាគេដឹងរឿងមួយនឹងទេ នាងចង់ទៅធ្វើហាត់ការងារអ្នកណាវិញ ខ្ញុំមិនទាន់ដឹងថាទៅហាត់ការនៅទីណាទេកំពុងតែរកមើល មិនអញ្ចឹងទេនាងទៅក្រុមហ៊ុនសងធ្វើការសិនចុះ លោកពូនិយាយថាជាក្រុមហ៊ុនសងមកតែច្បាស់ជាកន្លែងមួយនេះហើយស៊ូយ៉ានេះជាស្រីរបស់ប្រុសចាស់ចិញ្ចឹមបងស្រីរបស់ខ្ញុំតានេះ ឈិញនេះជាបងស្រីរបស់អូនមែនទេ ទៅហើយមកដោយមិនដែលបានដឹងម៉ាក់ខ្ញុំមានកូនស្រីតែម្នាក់ទេប៉ុន្តែប៉ាម៉ាក់ខ្ញុំចិត្តល្អយកក្មេងដែលគេបោះបង់ចោលមកចិញ្ចឹមប៉ុន្តែនាងនេះអកតញ្ញូខ្លាំងណាស់នៅសក់មិនសុខទេមានប្រុសនៅខាងក្រៅដូចជាពីផ្ទះទៀត រូបរាងមិនអ ចាំ ន់ មិន ទេ បងចាំអារម្មណ៍មែនទេខ្ញុំប្រាប់បងចឹងនាងមេតាចិញ្ចឹមហើយមិនដឹងថាឆ្លងរោគអីខ្លះទេបងមិនខ្លាចឆ្លងជំងឺ អូន ទេ ឆាប់ខាងបងពេកបងគ្រាន់តែលេងសាច់ប៉ុណ្្នឹងទេ នេះឯងមកក្រុមហ៊ុនសងមកមានការស្អីដែរទេខ្ញុំក៏មកហាត់ការនៅទីនេះហាត់ការមែនទេមកតំណែងអីដែរជាអ្នកបោះសម្អាតឬក៏ជាអ្នកអនាម័យមិនមែនអ្នកសម្អាតក៏មិនមែនជាអ្នកអនាម័យខ្ញុំគឺខ្ញុំមានមិត្តម្នាក់គាត់ណែនាំឲ្យខ្ញុំមកទីនេះជាមិត្តម្នាក់អីគូតែជាតាចាស់ដែលចាំឯងនោះមែនទេជាស្រីកំដរតាអញ្ចឹងមានអារម្មណ៍បែបណាដែរតាគេនោះបកកែដែរទេបាននិយាយពីលោកពូគាត់គឺជាមនុស្សដែលល្អគ្មានគូប្រៀបនោះទេគ្រាន់តែដឹងថាគាត់ល្អជាងឯងចំណែកដែរចែកគ្នាស៊ីម្នាក់ហ្នឹងគឺជាប្រុសថ្មីរបស់ឯងមែនទេមិនមកចិត្តខ្ញុំមើលទៅមិនដូចជាប្រុសរបស់ឯងកាលពីម្សិលមិញថ្ងៃមុនថ្ងៃមួយទៀតមកក៏មកមិនដូចគ្នាអញ្ចឹងអេអញនិយាយស្អីហ្នឹង ឈិញនាងនិយាយប៉ណ្ណេះទេក្រៅពីខ្ញុំនឹងមានសង្សារផ្សេងទៀតមែនទេ ចាំមិនគេនិយាយនោះទេបងស្រាប់អូនបាត់ស្រាយសិនអេឈប់សិនសាំងវ៉ាន់ឯនៅស្ងៀមអេត្រូវតែនិយាយច្បាស់ខ្ញុំមានសង្សារច្រើនតាំងពីពេលណាទេ គ្រប់គ្នាធ្វើអីហ្នឹងនេះជាក្រុមហ៊ុនសងមិនមែនមនុស្សធម្មតាចេញចូលបានតាមចិត្តនោះទេ លោកខាងនេះគឺជាលោកលាវជាអ្នកគ្រប់គ្រងគ្រួសារលាវជាកូនប្រុសលោកម្ចាស់លាវពួកយើងទាំងពីរត្រូវបានណែនាំឲ្យមកធ្វើជាអ្នកហាត់ការនៅទីនេះ ជាស្រ័យផងកាប់ពិតមនុស្សរបស់លោកចាស់លាវសោះ ខ្ញុំក៏ជាបុគ្គលិកហាត់ការដែរគឺលោកសងជាអ្នកណែនាំដល់ផ្ទាល់ នាងចំមកមើលទៅនាងមិនសមល្ងងដល់ថ្នាក់នឹងមិនដឹងខ្ពស់ទៀតបើតាមកម្រិតនាងមិនអាចស្គាល់គ្នាជាមួយប្រធានសងយើងបានទេ លោកពូប្រហែលជាមិនទាន់បានផ្ដល់ដំណឹងឲ្យផ្នែកពាក់ព័ន្ធបានដឹងនៅឡើយទេមិនខំនោះទេខ្ញុំស្គាល់គាត់ឆា នាងដឹងថាសងអ៊ីប៉ៃជានរណាដែរទេគាត់មិនត្រឹមតែជាអ្នកគ្រប់គ្រងក្រុមហ៊ុនសងទេគាត់ក៏ត្រូវបានគេឲ្យនាមជាចៅហ្វាយទី2ប្រចាំក្រុងនេះដែរនាងមកដល់ក្រុមហ៊ុននេះហើយលើកឈ្មោះគាត់មកដើម្បីចូលនាងមិនដឹងថាមានតែអ្នកគ្រប់គ្រងថ្នាក់ខ្ពស់របស់ក្រុមហ៊ុនសងទេដែលមានសិទ្ធិបានជួបគាត់ផ្ទាល់បើមើលតែនាងគ្រាន់តែជាក្មេងស្រីចំម្នាក់ក៏ហ៊ាននិយាយថាស្គាល់គាត់ផងហើយ តាមពិតទៅលោកពូមានអំណាចខ្លាំងដល់ឡើងផងឯង
ai nè trong khi mà mưa này sao mà nè nín cái ban này vậy thà ban score chỉ muốn lục mà cha tivi lục sống hắn này vậy thà lục sống chỉ nè nonแบบต่อ tiếng ta mà hát ca này lực nín bắt chỉ ban phơi nhóm ban chụp รื่องđạiคุยออกสำนักชินกันเลยลูกนี่คลังนั้นยังกินอะไรมันก็เห็นอย่างนี้ยังโซกันในกรมพลนี่ตามสนามหายมันได้ชอบมันเคยมาก่อนที่มันมาโนตี លោកសំគាត់ជាណាមិនបានមកស្គាល់មនុស្សស្រីចម្លែកដូចជានាងទៅវិញ มันไอ้กับវិញชอบกันจับมือมาครูนไอ้สันติโอ้ยจะหันไปบ้างไหมแค่มันยังเป็นอะไรฉันปัจจุบันสกอตแค่จะมาลงซังแมนจับฉันเข้าตะกอนนำไปมันเจ็บมันจับฉันเข้าตะกอนนำไปเอามันลงมามันเจ็บมันแน่สันติมันต่อสันติเต็งจังอะไรลูกปู មិនដែរ ไปในฉันเป็นมุขคลังเฟกรมพลมันแต่โปเกมอนอักชัมเจ้าโนตีท่านตอนนี้ทักชัมจิมโนบับแรงคลังเฟจิสกอลโล ចេះ ตี ចុះខ្ញុំរៀបចំមនុស្សឲ្យទៅទទួលនាងលោកចុះទៅទទួលនាងតិចទៅចាំណាណាហ៊ានធ្វើបាបនាងជប់ដល់សិតឲ្យលោកចាត់ការពួកគេចោលខ្ញុំជាអ្នកទទួលខុសត្រូវទាំងស្រុងបាទមានរឿងអីទៅមិនបាននាំគ្នាមកដុំស្រាយអាឡូអាឡានៅទីនេះហើយគ្រប់គ្នាគិតថាក្រុមហ៊ុនសុងនេះជាផ្សារលក់ត្រីអីប៉ាគឺស្រីម្នាក់នឹងហើយដើមឡើយពួកយើងក៏មកធ្វើបុគ្គលិកធ្វើខាត់ការងារនៅក្នុងក្រុមហ៊ុនសុងនេះធម្មតាតែនាងមករំខានហើយថែមទាំងប្រមាថជាសង្សារខ្ញុំថែមទៀតស្រីចំអកណាវិញមិនឆាប់នាំនាងចេញព្រមទៅបង្ហាញអំណោយរបស់ក្រុមហ៊ុនសុងយើងមកបាទឆាប់នាំស្រីម្នាក់នេះចេញព្រមទៅបង្ហាញអំណោយរបស់ក្រុមហ៊ុនសុងយើង ពលលោកម្នាក់ទីខ្ញុំបានទីខ្ញុំបជាលោកសងអ៊ីប៉ាជាអ្នកណែនាំមកមែន នឹងបន្តមកទៀតលោកម្ចាស់សុងមានអត្តសញ្ញាណជាណាដែលអាចឲ្យមនុស្សស្រីទៅចេញពីព្រៃមិនស្គាល់ពុះទៀតមិនណែនាំឲ្យស្គាល់នោះពិតជាមិនស្គាល់មេឃមិនស្គាល់ដីមែនមិនឆាប់ស្រីទៅ ពួកអញក៏មកប៉ះខ្ញុំ ឈប់ភ្លាម អ្នកក៏ជាបុរសម្នាក់ដែលជួបគ្នាកាលពីថ្ងៃមុន លោកប្រធានលីមិនបានជាលោកចុះមកដល់ផ្ទាល់អញ្ចឹងខ្ញុំគឺជួយបោះសម្អាតកំតិចមនុស្សគឺមិនឲ្យលោកប្រឡាក់ដៃនោះទេឯងនិយាយតែផ្ដាស់អ្នកណាឲ្យឯងមើងងាយអ្នកនាងហ្វាអញ្ចឹង តាចាស់នោះគឺមិនអាចជាលោកប្រធានសង្ទីឯងយកហ្វាំងវ៉ាន់តាចាស់នឹងគឺជាមនុស្សតែមួយដែលជាតាចាស់ចិញ្ចឹមឯងនឹងមែនទេមកមើលទៅគេសំតែជាប៉ាឯងតើតើឯងនេះអាចលេបទៅរួញយ៉ាងណាក៏ដោយក៏គ្មានអ្នកណាដែលព្រមយកឯងក្រៅពីមនុស្សចាស់ដែលត្រូវការស្រីក្មេងអញ្ចឹងទេ តាមពិតទៅលោកប្រធានលីមិននឹកស្មានថាលោកពេញចិត្តនឹងស្រីចំអកម្នាក់នេះតតែសោះពិតជាស្រីកំណាន់របស់លោកសោះចិត្តដល់ពេលងាប់ទៅហើយនៅមិនទាន់ដឹងខ្លួនទៀតលោកម្ចាស់លាវគាត់យល់ដល់ជីតាលោកដែលមានទំនាក់ទំនងល្អជាមួយយើងបានជាឲ្យលោកមកឈរនៅទីនេះអ្នកនាងហ្វាគាត់ជាមនុស្សរបស់លោកម្ចាស់ទី2 អ្នកនាងហ្វាគាត់ជាមនុស្សរបស់លោកម្ចាស់ទី2 អ្នកណាដែលមិនដឹងថាលោកម្ចាស់ទី2ជាមនុស្សដែលមិនចាប់អារម្មណ៍ជាមួយមនុស្សស្រីលោកលីលោកកំព្រោះតែរឿងតខ្លួនបែរជាយកឈ្មោះលោកម្ចាស់ទី2មកលេងសាច់មកកាំងអី លោកពូមិនបានជាគាត់មកចាំមកដល់តល អ្នកនាងហ្វាលោកប្រធានសង្កត់កំពុងតែប្រជុំគាត់បានរៀបចំឲ្យខ្ញុំមកទទួលនៅនឹងជំនួសគាត់ពួកយើងនាំគ្នាមកមើលគេសហការគ្នាស្ដាយយើងសងខ្លាំងណាស់ សម្ដេចអាណាមើលដែរទេ ហើយនឹងចាំអីទៀតមិនដេញពីអ្នកនេះចាញ់ភ្លាមទៅអាណាហ៊ានលោកប្រធានលាវនៅទីនេះលោកជាអ្នកគ្រប់គ្រងឬមួយខ្ញុំជាអ្នកគ្រប់គ្រងបើលោកមិនសុខចិត្តឯងនិយាយជាមួយខ្ញុំបានឬមួយក៏លោកចង់ឲ្យខ្ញុំដេញលោកចេញពីក្រុមហ៊ុនសងដែរទេ លោកប្រធានលីលោកគឺពិតជាសម្ដេចខ្លាំងមែនហើយ យោអ្នកគ្រប់គ្រងស៊ីលោកមកដល់ហើយលោកមើលលោកលីចោះគាត់ព្រោះតែរឿងស្នេហាផ្ទាល់ខ្លួនបែរជាយករឿងការងារមកធ្វើជារឿងផ្ទាល់ខ្លួនលោកច្បាស់ជាមិនឲ្យរឿងបែបនេះកើតឡើងមែនទេនិយាយមកថាមិញបងទី3ក៏មកដែរ មែនហើយក ុំឲ្យក្មេងស្រីម្នាក់នោះភ័យខ្លាចខ្ញុំទៅទទួលនាងដោយផ្ទាល់ លោកប្រធានលីខ្ញុំគិតថាអ្នកដែលគូដកចេញពីក្រុមហ៊ុនសុងគឺសំជាលោកជាងជាមួយនឹងស្រីកំណានរបស់លោកផងដែរ អ្នកគ្រប់គ្រងស៊ីបាយគឺអាចញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចចេះតែនិយាយបានទេហ៊ានប៉ះពាល់ដល់លោកម្ចាស់ទី2ខ្ញុំខ្លាចតែមានផលលំបាកដល់ខ្លួនលោកវិញទេលោកស៊ីស្រីម្នាក់នេះគឺគ្រាន់តែជាក្មេងស្រីដែលពូកែសម្ដែងលោកកុំស្ដាប់សម្ដីរបស់នាង មែនហ្នឹងក្នុងយុគនោះខ្ញុំបានឃើញតបភ្នែកគឺមានបុរសចំណាស់ម្នាក់មកទទួលស្រីកំណានគេហើយនាងថាគេម្នាក់នោះថាជាលោកពូខ្ញុំអត់មានទេយើងឃើញតែតបភ្នែកបកែកមិនក៏បានដែរឯង អ្នកគ្រប់គ្រងស៊ីកុំមិនទោសថាខ្ញុំមិនទឿនដល់លោកថ្ងៃនេះពួកអស់លោកដែលពាក់ព័ន្ធបើមិនសុំទោសនាងហ្វាទេកុំសង្ឃឹមថារួចខ្លួនយ៉ាងម៉េចលោកពឹងលើអំណាចលោកប្រុសទី2គឺលែងខ្វល់ពីអ្នកដទៃហើយមែនទេ អូឯងធ្វើស្អីទៀតមិនក៏មិនឆាប់ដេញក្បាលពួកគេចេញពីទីនេះទៅ ខ្ញុំយល់ថាអ្នកគ្រប់គ្រងស៊ីទៅវិញទេដែលសំនឹងចាក់ចេញលោកប្រធានលីចង់ធ្វើយ៉ាងម៉េចតើត្រូវខ្ញុំបង្រៀនលោកដែរមែនទេបាទលោកប្រុសទី2ពួកឯងទាំងពីរនៅឈរមើលអីទៀតមិនឆាប់ដេញពីអ្នកនេះចាច់ភ្លាមទៅបាទ ឯងចាំធ្វើអីឆាប់លេងចឹងទេស្រីចង្រៃហ្វាំងវ៉ាន់ខ្ញុំនឹងគ្រូសាស្ត្រចិញ្ចឹមឯង20ឆ្នាំឯងមកចិត្តធ្វើចឹង តែ ឯងទេ ខ្ញុំភ្លាមទៅខ្ញុំប្រាប់ពួកឯងប៉ារបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងនៅទីនេះខ្ញុំនឹងប្រាប់គាត់ឲ្យបញ្ឈប់ពួកឯងចោលភ្លាម លោកពូលោកប្រចាំចាប់ហើយឯងលោកពូមិញនេះពួកគេមិនឲ្យខ្ញុំចូលមកទីពួកគេនិយាយថាខ្ញុំមិនមែនជាមនុស្សរបស់លោកទី ទុកចិត្តចុះមានខ្ញុំនៅទីនេះហើយមិនមាននរណាអាចបណ្ដេញនាងចេញបានទេលោកប្រុសទី2ខ្ញុំគឺមិនល្អខ្ញុំគឺយល់ច្រឡំលើអ្នកនាងហ្វាំងខ្ញុំគឺមានផ្នែកស្អុយសូមលោកកុំមកកាន់ខ្ញុំអីលោកប្រធានលាវលោកត្រូវបានបញ្ឈប់ហើយប្រម៉ែប្រមូលអីវ៉ាន់របស់លោកហើយចាក់ចេញពីទីនេះភ្លាមទៅអត់ទេអ្នកគ្រប់គ្រងស៊ីសូមលោកជួយខ្ញុំផងទៅខ្ញុំមិនអាចអត់ការងារធ្វើបានទេខ្ញុំមានគ្រួសារមានប្រពន្ធកូនត្រូវការខ្ញុំចិញ្ចឹមសូមវតែពួកយើងឆាប់ទៅទេ ល្អទៅក្នុង office យើងវិញអ្នកគ្រប់គ្រងស៊ីខ្ញុំឃើញថាលោកធ្វើការឲ្យបងទី3ខ្ញុំហាត់នៅច្រើនហើយប៉ុន្មានខែនេះលោកមិនបាច់មកធ្វើការទេ
មានមនុស្សនៅទីនេះអាយ៉ាខ្ញុំទៅតែនឹកឃើញថាខ្ញុំនៅមានកិច្ចការបន្ទាន់អត់ពេញខ្ញុំមិនរំខាននោះទេអេហើយមានផ្លេចអីដែរទេរួចរាល់ហើយលែងមានមនុស្សទៀតហើយខ្ញុំទៅតែនឹកឃើញដែរថាខ្ញុំត្រូវមកបង្ហាញខ្លួនខ្ញុំត្រូវទៅសិនហើយមិនបាច់ប្រញាប់ទេខ្ញុំឲ្យអ្នកចំណុចរបស់ខ្ញុំជួននឹងទៅបានខ្ញុំនឹងមិនឲ្យនាងជួបរឿងលំបាកទៀតទេប៉ុន្តែនេះគឺជាអាហ្វីតែឲ្យមានមនុស្សចូលមកដែរទេពួកចេញរងចាំទៅដល់ផ្ទះសិនទេនាងកំពុងគិតអីខ្ញុំគ្រាន់តែឃើញសក្បាលរបស់នាងរេប៉ៃចង់ជួយរៀបឲ្យនាងបន្តិចលោកពូបច្ចខូចមែននៅមិនងើបទៀតពេលក្រោយអូនជាប្រពន្ធស្របច្បាប់របស់បងហើយអ្នកស្រីសុងបានចាំពេលក្រោយបងជួយណែនាំអូនផងមិននឹកស្មានថាគេរើសយកនារីណាមិនដឹងប្រភពមករៀបការជាមួយបាប៉ាម៉ាក់បានដឹងតើគាត់នឹងប្រគល់ក្រុមហ៊ុនសុងឲ្យបងកាន់កាប់ទៀតដែរទេគឺពិតជាអត់បានការមែនរូបសម្បត្តិត្រឹមនឹងសាកសមចូលមកគ្រូសាសុងយើងដែរទីមកឲ្យឯងរៀបការមិនមែនឲ្យឯងដើររស្រីរាយប៉ៃមកធ្វើជាប្រពន្ធបាននោះទីមកមិនទាន់ស្គាល់នេះច្បាស់ផងកុំឆាប់វាតម្លៃមនុស្សតែសម្បត្តិក្រៅអីគ្រូសានេះមកបានស៊ើបមើលហើយមិនសាកសមនោះទីគ្រប់យ៉ាងប្រត់តែឯងមានលុយក្លាប់ពីនឹងគ្មានអ្វីទៀតទីមកទៅអ្នកបន្តវិញក្រុមហ៊ុនសុងយើងនេះមកត្រូវគិតពិចារណាឲ្យបានវែងឆ្ងាយហើយមិនអាចឲ្យធ្លាក់ទៅក្នុងដៃរបស់នាងបាននោះទីម៉ាក់និយាយមិនខុសទេខ្ញុំមិនចង់ឲ្យអ្នកទាំងអស់គ្នាមកគិតក្នុងផ្លាកក្រៅអញ្ចឹងទេនឹងមិនមែនជាមនុស្សប្រភេទហ្នឹងទេពិតជាល្អណាស់អ៊ីប៉ៃឯងសម្រាប់ចិត្តរៀបការដោយមិនប្រឹក្សាជាមួយម៉ាក់ទីឯងដុសស្លាប់ធំហើយឯងលេខខ្វះពីគ្រូសាស្ត្រនៅក្រុមហ៊ុនទៀតហើយមែនទីសរុបមកស្រីម្នាក់នោះបានប្រាអំពើបិសាចអីដែរឯងខ្លះទីខ្ញុំមិនអាចនិយាយបានទេថាមិនប្រកាសមនុស្សស្រីទាំងអស់ដូចអ្វីដែលម៉ាក់គិតនោះទេការរៀបការរបស់ខ្ញុំម៉ាក់មិនបាច់លោកដៃចូលទេអ៊ីប៉ៃឯងឆាប់មកនិយាយជាមួយម៉ាក់វិញភ្លាមម៉ាក់មិនណៃទេនៅមានកូនម្នាក់នេះដែរមិនបានទីអ៊ីប៉ៃជាមនុស្សប្រុសម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ស្នេហាទីមិនអាចឲ្យស្រីកញ្ជ្រូននឹងធ្វើអ្វីបានតាមចិត្តនោះទីខ្ញុំត្រូវតែបង្ហាញឲ្យគេឃើញថានាងគឺជាមនុស្សស្រីមិនល្អឲ្យគេបានឃើញផ្ទាល់ភ្នែកស្រីម្នាក់នោះមកតាមដឹងច្បាស់ជាមិនគូមកផ្នែកធម្មតាបែបនេះធ្វើការនោះទីសាំងវ៉ាន់យកឯកសារមួយនេះមករៀបចំកូពីចម្លងឲ្យច្បាស់ម្នាក់មួយមកចាប់បានអ្នកគ្រប់គ្រងធ្វើការចង្អេងចង្ងាំការងារមិនដឹងឯណានេះមិនបានជាគេបញ្ជូនឯងមកផ្នែកនេះអញ្ចឹងនរណាគេឲ្យញីមកសម្អាតនៅកន្លែងនេះនរណាគេឲ្យញីមកសម្អាតនៅកន្លែងនេះខ្ញុំជាអ្នកអនាម័យត្រាប់នេះមានសម្រាប់ច្រើនណាស់សម្អាតមានអីខុសទៅអ្នកអនាម័យពិតជាខ្លាំងធំខ្លាំងណាស់ឥឡូវហ៊ានតមកជាមួយចង្វាយផងធ្វើបាយកងដៃជិះទៅជាលោកខ្លួនយ៉ាងក៏សោកខ្ញុំមិនរួចដែរឯងអាយូចង្កេះរបស់ខ្ញុំមិនដឹងទេខ្ញុំជាបុគ្គលិកចំណិតអ្នកប្រទី3យាយឯងហ៊ានធ្វើបាយកងដៃខ្ញុំឬមកក៏យាយឯងលែងចាំធ្វើការនៅទីនេះទៀតហើយមែនទេអ្នកគ្រប់គ្រងខ្ញុំមិនបានឃើញច្បាស់នេះអ្នកមិនប្រយ័ត្នដាក់បុគ្គលិកខ្លួនឯងមកកាត់ប្រកាន់ថាអ៊ំស្រីជាអ្នកធ្វើទេអ្នកគ្រាន់តែជាបុគ្គលិកខាត់ការទៅចូលមកធ្វើការទេមានអីទៅតាមនាងទេអូឬមកក៏នាងជាមួយយាយចាស់នេះគឺជាគ្នារបស់នាងមិនឡំខ្លួនចូលមកមែនទេខ្ញុំអត់មានទេមិនអញ្ចឹងទៅពីយើងទេកងដៃរបស់ខ្ញុំមួយនេះតម្លៃ2សែនយាយឯងទៅសងលុយមកខ្ញុំថាមិញតម្លៃ2សែននេះនេះគឺជាគុណទៅទិញពីកន្លែងទិញខ្លាញ់ឲ្យយាយឯងសង2សែនគេទុកថាបន្ទូបន្ថយហើយនេះដែលយល់ថាជាបុគ្គលិកនៅក្នុងក្រុមហ៊ុនដូចគ្នាទេគាត់ទៅធ្វើកងដៃនេះជាតំណកម្រិតទៀតទេច្បាស់ណាស់មិនជាគុណដំណាក់ទឹកនោះទេបើមកតែគ្រាន់តែជាថ្មធម្មតាទេមិនមានតម្លៃអីទេម្យ៉ាងទៀតនេះជាអ្នកធ្វើបែបខ្លួនឯងខ្ញុំមិនអាចទម្លាក់មហោលលើអ៊ំស្រីបានទេអ្វីដែលមិនសមនោះគឺត្បូងមួយនេះបាទតាមខ្ញុំស្មាននោះគឺ6000គឺអាចរកទិញបានហើយនឹងចាំមកឯងនេះចេះមើលគ្រឿងត្បូងទៀនធ្វើបាត់តែខ្ញុំនិយាយមិនបានច្រើនពីផ្នែកហ្នឹងប៉ុន្តែអ្វីដែលខ្ញុំឃើញគឺពិតជាអញ្ចឹងមែនអ្នកគ្រប់គ្រងបែបនេះខ្ញុំមានវិធីមួយយើងនាំគ្នាទៅកន្លែងលោកគ្រឿងអលង្ការឲ្យគេពិនិត្យមើលទេថាវាមានតម្លៃ20000ឬអត់អ្នកនិយាយប្រដាស្អីទេអ្នកគឺជាត្បូងដំណាក់ទឹកមានតម្លៃអ្នកមិនតរៀនចាប់ផងហ៊ានអាងចាំផងឯងនាងចង់បានអីទេឬមកគ្នាជាមួយយាយចាស់នេះគឺជាមនុស្សបាក់ពុតតែមួយជាមួយគ្នាយើងហៅអ្នកណាថាយាយចាស់ទេអ្នកស្លៀកពាក់ដូចជាឆ្កែមួយក្បាលអញ្ចឹងហើយធ្វើជាអ្នកគ្រប់គ្រងទៀនប៉ុន្តែសកម្មភាពនេះគ្មានសុជីវធម៌អីបន្តិចសោះសុជីវធម៌មែនទេសំរុំជាមួយអ្នកអនាម័យនឹងមែនទេឆាប់សងលុយមកមិនចឹងទេក៏មិនទោះថាយើងមិនគូសំជាមួយនាងនោះអ្នកគ្រប់គ្រងសៀនកងឯរបស់នាងធ្វើបាច់ខ្លួនឯងទេមិនក៏ទម្លាក់កំហុសឲ្យអ្នកដទៃបាត់មើលទៅនាងចំអកនេះគ្រាន់បើមិនខ្លាចអំណាចអីបន្តិចទេបើយើងនិយាយថាគេជាអ្នកធ្វើបែកច្បាស់ជាគេជាអ្នកធ្វើបែកហើយពួកឯងគ្រប់គ្នាបានឃើញដូចខ្ញុំដែរទេឃើញដូចគ្នាមែនបាញ់មិនគឺមិញម្នាក់នឹងជាអ្នកធ្វើបែកបានឃើញដែរខ្ញុំហ៊ានធ្វើជាសាកសីខ្ញុំក៏ឃើញចឹងដែរហើយអ្វីដែលសំហេតុផលនោះធ្វើខុសរបស់គេគឺត្រូវតែសងគេវិញជារឿងដែលសំហេតុផលអ្នកទាំងអស់គ្នាមិនអាចមានឈាមប្រូដាក់គេបានទេសាំងវ៉ាន់អ្នកគ្រាន់តែជាបុគ្គលិកខាត់ការតូចតាចហ៊ានមកប្រឆាំងជាមួយយើងផងថ្ងៃនេះនឹងជាមួយយាយចាស់នេះត្រូវរកលុយ20000សំយើងមិនចឹងតែខ្ញុំនឹងបញ្ឈប់នាងអ្នកប្រទី2មានរឿងធំហើយអ្នកស្រីធំមិនដឹងកើតអីនោះទេស្លីពេលជាអ្នកអនាម័យចូលមកក្រុមហ៊ុននៅពេលនេះកំពុងជួបប្រកែកគ្នាជាមួយអ្នកគ្រប់គ្រងផ្នែកថាមិញមិនត្រឹមតែប៉ុណ្្នឹងទេអ្នកស្រីទៅនៅក្នុងហេតុការណ៍ដែរអ្នកគ្រប់គ្រងកងដៃអ្នកមិនបានធ្វើខូចទេខ្ញុំគ្រាន់តែជាបុគ្គលិកខាត់ការទេប៉ុន្តែការងារដែលដាក់ឲ្យខ្ញុំសុទ្ធតែបានធ្វើរួចហើយនាងក៏មិនមានសិទ្ធិនិយាយថាបញ្ឈប់ក៏បញ្ឈប់បាននោះទេសាំងវ៉ាន់នាងភ្លេចហើយមែនទេខ្ញុំជាអ្នកបង្ហាត់ការងារនាងលទ្ធផលការងារនាងក៏ខ្ញុំជាអ្នកវិតម្លៃដែរបើសិនជាខ្ញុំចង់ឲ្យនាងចេញនោះតើមាននរណាហ៊ានប្រឆាំងទេណាមានយាយចាស់នេះម្នាក់ទៀតខ្ញុំចង់បញ្ឈប់ក៏បញ្ឈប់បានហើយមួយក៏ក្រុមហ៊ុនសុំគ្រាន់តែមនុស្សតូចតាចប៉ុណ្ណឹងប៉ះពាល់ក៏មិនបានដែរខ្ញុំនឹងឲ្យគេឆែកមកកាមេរ៉ាថាអ៊ំស្រីមិនបានខុសទេល្អអត់តែចង់ឆែកកាមេរ៉ាមែនទេក៏ឆាប់ទៅឆែកទេខ្ញុំប្រាប់នាងចឹងលោកពូរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងផ្នែកសន្តិសុខគ្រប់យ៉ាងគឺស្ថិតនៅក្រោមការខ្លាំមើលរបស់កូននាងគិតមើលទេថាគូឆែកឬអត់មកចាក់ខ្ញុំទៅជួបលោកប្រធានសុំឲ្យគាត់ពិនិត្យមើលរឿងនេះដល់ផ្ទាល់លោកនាយកសងរវល់ខ្លាំងណាស់មានពេលណាមកខ្វះនឹងរឿងអត់បានការបែបនេះទេគ្រាន់តែជាអ្នកហាត់ការធម្មតាសឹងចង់ឲ្យគាត់ជួយដល់ផ្ទាល់ផងក្នុងថ្ងៃនេះយើងឲ្យផ្លូវរស់នាងពីរចង់សងលុយ20000ដល់ខ្ញុំឬក៏ចាក់ចេញពីក្រុមហ៊ុនឯងនាងចាំមកកុំខ្លាចអីមានយើងនៅទីនេះនឹងគ្មានអ្នកណាហ៊ានមកឈប់នាងទេយកភ្នែកឆ្កែរបស់ឯងមើលច្បាស់ទេខ្ញុំគឺជាអ្នកគ្រប់គ្រងធំបំផុតរបស់ពួកឯងត្រូវជាម្ដាយបង្ការរបស់គេនាយកសុំយើងចាំមើលថាពួកឯងនរណាគេហ៊ានចេញមុខ
ខ្ញុំគិតថាមានឈ្មោះមែនតែនហើយគ្រាន់តែជាអ្នកអនាម័យដល់ថោកទេម្នាក់ប៉ុណ្ណឹងហ៊ានអះអាងថាជាម្ដាយគេនយោផងយើងខ្ពើមមិនជឿមែនទេល្អក្នុងថ្ងៃនេះយើងនឹងយកតំណែងជាអ្នកស្រីនាយកដកនាងចេញពីតំណែងអ៊ំស្រីអ៊ំដូចជាអូនខ្លាំងពេកទេដេញអូនតិចបានល្អណាស់ចង់ដកខ្ញុំចេញពីតំណែងផងខ្ញុំក៏ចង់មើលដែរថាអ្នកមានអំណាចខ្លាំងប៉ុណ្ណាទេសន្តិសុខឯណាសន្តិសុខ អ្នកគ្រប់គ្រង កលិតពីអ្នកនេះម្នាក់មិនធ្វើតាមច្បាប់ការងារម្នាក់ទៀតខែបន្លំជាអ្នកស្រីអគ្គនាយកពួកគេត្រូវបានមកឈប់ហើយនាំពួកគេចេញទៅយើងមើលថាអ្នកណាហ៊ានប៉ាជាមិនឃើញក្តារមកឈប់មិនស្រាតទឹកភ្នែកមែននៅឈប់មើលដល់ណាទៀតមិនក៏មិនឆាប់អស់ក៏វាចេញទៅ ឈប់ភ្លាមឈប់ភ្លាមមានរឿងអីកើតឡើង លោកនាយកសុំមកកលិតថ្មីពីអ្នកនេះមិនគ្រប់ខ្ញុំជាអ្នកគ្រប់គ្រងទីតាមតែធ្វើខុសរបស់មានតម្លៃខ្ញុំទៀតតាមតែមកការរឿងថាជាម្ដាយរបស់លោកទៀតគួរស្អប់ណាស់ខ្ញុំក៏បញ្ជាគេដឹងចេញទៅ នាងឋានណាមិនចេះខ្មាស់គេ លោកនាយកសុំនេះខ្ញុំនិយាយខុសតាមណាមែនទេ ពួកអ្នកទាំងពីរចូលក្នុង office ជាមួយខ្ញុំម៉ាក់លុយចូលមកក្រុមហ៊ុនហើយស្លៀកពាក់ជាអ្នកអនាម័យស្រុកមកចង់ធ្វើអីវិញ ម៉ានេះគាត់បញ្ជាម៉ារបស់លោកម៉ែនេះនាងគឺជាមនុស្សស្រីដែលកូនប្រុសខ្ញុំរីកាជាមួយនឹងមែនទីសំតថាអ៊ំស្រីខ្ញុំពិតជាមិនដឹងមែនថាអ៊ំស្រីគឺជាអ្នកវិញមែនមានរូបរាងស្អាតគ្រាន់បើគ្រាន់តែប្រវត្តិគ្រូសាមិនសូវល្អបន្តិចគឺមិនស័ក្តិសមជាមួយគ្រូសាសំយើងទីមនុស្សក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរក្នុងនាមជាភរិយាអគ្គនាយកម្នាក់បើចឲ្យអ្នកគ្រប់គ្រងផ្នែកតូចតាចម្នាក់ធ្វើបាបតាមអំពើចិត្តនោះ ម៉ា ឯងឆាប់បាត់មាត់ភ្លាមទៅយើងកំពុងតែស្ដីបដៅឲ្យឯងដឹងទីប៉ុន្តែមិញនេះនាងហ៊ានក្រោកឈរឡើងដើម្បីតតាំងការពារដល់យាយចាស់ខ្ញុំនេះពិតជាធ្វើខ្ញុំរំជួលចិត្តខ្លាំងណាស់ក្មេងស្រីល្អមុននឹងខ្ញុំមិនបានគិតវែងឆ្ងាយខ្ញុំគ្រាន់តែមើលនឹងភ្នែកឲ្យម៉ាក់សុំទោសឯងផងណាឯងគឺជាក្មេងដែលក្លាហានម្នាក់គ្រូសាសំយើងគឺចូលចិត្តមើលមនុស្សលើសមត្ថភាពជាងមើលរូបរាងសម្បកខាងក្រៅអ៊ីប៉ាយកនាងធ្វើជាភរិយានោះម៉ាក់គឺយល់ស្របហើយម៉ាក់គិតថាគេគឺពិតជាពេញចិត្តនឹងឯងខ្លាំងណាស់អ្នកមីងលោកពូគាត់ក៏ជាមនុស្សល្អណាស់គាត់បានជួយខ្ញុំជាច្រើនរឿងនេះហាគេនឹងជាលោកពូ ម៉ាក់និយាយឲ្យខ្លីចុះ អីយូចេះចេញមកការពារគ្នាទៀត ម៉ាក់និយាយឲ្យខ្លីចុះ អីយូចេះចេញមកការពារគ្នាទៀតយ៉ាងម៉េចយល់ថាម៉ាក់នឹងរំខានពួកឯងខ្លាំងណាស់មែនទេអ្នកមិនកុំនិយាយបែបនេះអីអ្នកមីងងគូហៅថាម៉ាក់អាយ៉ាបែបនឹងទៅត្រូវពីថ្ងៃទៀតម៉ាក់នឹងធ្វើកម្មវិធីជប់លៀងនៅសន្តាគាររ៉ូយ៉ាល់ដល់ពេលនោះពួកឯងនឹងវ៉ាន់វ៉ាន់កុំភ្លេចនាំគ្នាទៅចូលរួមផងម៉ាក់ចាំប្រកាសប្រាប់គ្រប់គ្នាថាហ្វាងវ៉ាន់គឺជាកូនប្រសាររបស់ម៉ាក់ហ្នឹងប្រាប់ទៅកាន់មនុស្សគ្រប់គ្នាប៉ុន្តែអ្នកមីងគឺថាមិនអាចប្រាប់បាននោះទេថាម៉េចឯងគឺជាកូនប្រសារស្រីរបស់គ្រូសាសំយើងហើយចាប់បានខ្ញុំដឹងហើយបានហើយម៉ាក់មិនចង់រំខានក្តីសុខពួកឯងទាំងពីរទេលោកពូក្មេងៗ ម៉ាក់ដើមមួយអ្នកមីងម៉ាក់ដើមមួយហាត់តែបានជំនាញរឿងឲ្យមិនឆាប់ចាត់តមកខ្ញុំ អូនគ្រាន់តែមិនចង់ឲ្យគ្រប់គ្នាដឹងរឿងរបស់ពួកយើងអូនគឺចង់ប្រើសមត្ថភាពខ្លួនឯងដើម្បីមកធ្វើការងារមួយនេះ ក្មេងស្រីល្ងងត្រូវចាំណាបើមានរឿងដូចនេះទៀតរឿងដំបងគឺត្រូវប្រាប់ខ្ញុំមុនគេ គ្មានបញ្ហាទេអត់ត្រូវឲ្យមិញនេះម៉ាក់របស់បងគាត់និយាយថារៀបចំកម្មវិធីជប់លៀងបើសិនជាអូនចូលរួមនោះតើអូនគាត់តែរៀបចំកាដូអីទេម៉ាក់របស់បងចូលចិត្តអីទេ គាត់ជាធម្មតាចូលចិនវត្ថុបុរាណ បានចឹងលោកពូបងមិនស្គាល់អ្នកចេះមកវត្ថុបុរាណអីទេ បងនឹកឃើញហើយបងស្គាល់មនុស្សម្នាក់ចេះមើលវត្ថុអស់ហ្នឹង គឺពិតជាស្អាតខ្លាំងណាស់ លោកចាំងខាន់ជប់គ្នាយូរហើយលោកប្រុសទី2ថ្ងៃនេះខ្យល់អីបក់លោកមកលេងខ្ញុំចេះទេម៉ាក់របស់ខ្ញុំគាត់ធ្វើកម្មវិធីគ្រប់កណ្ដាលអញ្ចឹងហើយខ្ញុំនាំប្រពន្ធរបស់ខ្ញុំមករកអំណាចខ្លះជូនគាត់អហអ្នកស្រីសងមើលមានរបស់ណាដែលពេញចិត្តហើយនៅរើសតាមចិត្តខ្ញុំគឺជូនឲ្យមិនយកលុយនោះទេ ប៉ុន្តែអ្វីដែលខ្ញុំមើលទេមិនតមានរបស់ណាដែលស័ក្តិសមឡើយទេគឺជាវត្ថុដែលស័ក្តិសមនឹងជួបមនុស្សចាស់ អ្នកស្រីសងនាងចេះមើលវត្ថុបុរាណ ខ្ញុំចាំបន្តិចបន្តួចគឺជាខ្លះទេ អាយ៉ាលោកប្រុសទី2ប្រពន្ធរបស់លោកគឺមិនមែនជាមនុស្សធម្មតាទេរបស់ដែលខ្ញុំដាក់នៅខាងក្នុងនេះគឺសុទ្ធតែជារបស់ដែលសម្រាប់មនុស្សចំនួនថ្មីតែមិនស័ក្តិសមជាមួយនឹងមនុស្សចាស់ទុំនោះទេមិនអញ្ចឹងទេពួកយើងនិយាយគ្នាខាងក្នុងនេះមកបានអូនមើលទៅមានដងខាងហ្នឹងលោកចាំងពីណាមកមិនឲ្យមនុស្សណាម្នាក់ចូលខាងក្នុងទេខាងក្នុងភាគច្រើនគឺជាវត្ថុបុរាណសម្រាប់ការដេញថ្លៃ អរគុណលោកចាំងហើយ ចូលមកលោកប្រុសទី2នៅក្នុងនេះគឺជាវត្ថុបុរាណដែលខ្ញុំប្រមាថប្រមូលរក្សាទុកជាច្រើនឆ្នាំមកហើយលោកប្រុសលោកស្រីពួកលោកទាំងពីរមើលចុះ ខ្ញុំយល់ឃើញថាតពុកសក្តិវត្តនេះមិនអត់ទេ នាងចំមកក្រសែភ្នែកពិតជាមិនអត់មែនខ្សែក្រវ៉ាត់មួយនេះគឺជារបស់ដែលខ្ញុំប្រមូលមកគឺជារបស់ដែលល្អបំផុតក្នុងចំណោមរបស់ផ្សេងទៀតមិនមានរបស់ណាអាចប្រៀបផ្ទឹមបានទេបងមានពន្លឺស្រាលមើលទៅគឺកក់ក្ដៅទន់ភ្លន់វាក៏ជារបស់ដែលទទួលបានតាំងពីដូនតាខ្ញុំមកម្លេះនាងមើលមកផ្លែតក៏ឃើញវាបើប្រាប់ថានាងមិនចេះមើលវត្ថុបុរាណទេខ្ញុំមិនជឿនោះទេ ខ្ញុំពិតជាមិនសូវចេះមើលទេគ្រាន់តែមានអារម្មណ៍ថារចនាវាល្អខ្លាំងណាស់អាស្រ័យហេតុនេះគឺធ្វើឲ្យលោកចាំងសាច់ច្បោកដាក់ខ្ញុំហើយ អូនលើកមុនគ្រាន់តែកលេចមើលក៏ដឹងពីកងដៃរបស់សិនមីងអឹងថាជារបស់គ្មានតម្លៃ នោះក៏គ្រាន់តែមើលទៅតាមសាច់ថ្មគឺអាចយល់បានថាវាមិនមានតម្លៃអីពេកទេវាមកទៅស្តៀងនឹងត្បូងដំណាក់ទេយ៉ាងណាគាត់ជាអ្នកគ្រប់គ្រងផ្នែកម្នាក់ដែរបាននិយាយពីចំណូលគាត់គឺស័ក្តិសមនឹងប្រើប្រាស់កងដៃដែលមានតម្លៃហើយ នាងចំមកគឺពិតជាមានភ្នែកមុតមែនបាននិយាយពីជំនាញក្នុងការមើលគ្រឿងអស់ហ្នឹងវាត្រូវការទេពកោសល្យ
ណាមួយនឹងគឺជាប្រពន្ធរបស់លោកប្រុសទី2ខ្ញុំសុកចិត្តទទួលនាងជាកូនសិស្សទៅចុះបាននេះពិតជារឿងដែលអស្ចារ្យខ្លាំងណាស់អាចអូនរៀនពីការមើលវត្ថុបុរាណដែលមានតម្លៃតើអូនមានអាចកំងអីដែលមិនទាន់ប្រាប់បងទេ មកកុំចិត្តតែសរសើរអូនពេកអី នាងចំមកចាប់តាំងពីពេលដែលនាងពេញចិត្តលើវត្ថុមួយនេះអាចឲ្យដឹងថានាងគឺមាននិស្ស័យជាមួយនឹងរបស់អស់នឹងហើយអញ្ចឹងរបស់មួយនេះខ្ញុំប្រកល់ឲ្យអ្នកនាងហើយនាងត្រូវយកវាទៅប្រកល់ឲ្យអ្នកស្រីធំជាអំណោយទៅចុះពិតជាគួរឲ្យខឹងមែនមិនបានជាអ្នកទៅពេញចិត្តជាមួយនឹងស្រីម្នាក់ទៅមិនខឹងអីស្រីម្នាក់ហ្នឹងគ្រាន់តែជាស្រីធម្មតាម្នាក់ប៉ុណ្ណោះទេធម្មតាយ៉ាងម៉េចទៅបើសិនជាមកគាត់ពេញចិត្តនឹងនាងហើយព្រមរៀបចំឲ្យបងទី2រៀបការជាមួយនឹងនាងអញ្ចឹងច្បាស់ជាប្រកល់អំណាចជាអគ្គនាយកឲ្យគាត់គ្រប់គ្រងមិនខានទេដល់ពេលនោះខ្ញុំរកតែបង្គន់បាត់ជើងតូចមិនបានផងពួកគេយ៉ាងម៉េចទៅពួកគេនាំគ្នាទៅកន្លែងលោកវត្ថុបុរាណដើម្បីស្វែងរកអំណាចគ្រប់កម្លាំងជួយអ្នកស្រីធំអញ្ចឹងគាត់ក៏បានចេញពួកគេដែរនោះគឺរឿងពាក់ព័ន្ធជាមួយនឹងបងទី2របស់ខ្ញុំមើលទៅគ្រួសារហ្វាំងដែលគ្មានគុណធម៌គ្មានការអៀនខ្មាស់ច្បាស់ជាធ្វើឲ្យម៉ាក់ខ្ញុំគិតគូរសារជាថ្មីហើយពិតជាមានកិត្តិយសណាស់ដែលមានចំនួនការគ្រួសារសងទាំងមួយយកលិខិតចេញមកឲ្យពួកយើងច្បាស់ជាមើលឃើញកូនស្រីយើងខានទីត្រូវតែសម្ដែងឲ្យសមមកខ្លាចជាកូនប្រសារគ្រួសារនេះទ្រព្យសម្បត្តិមួយជាតិគឺចែកមិនអស់នោះទីបើតាមរូបសម្រាប់របស់ខ្ញុំនោះដូចជាមិនពិបាកក្នុងការយកចិត្តអ្នកប្រុសទី2នោះទីត្រូវដែរទីកូនស្រីប៉ាច្បាស់ជាអាចធ្វើបានអ្នកគ្រប់គ្រងសំថ្ងៃនេះពិតជាស្អាតណាស់ថ្ងៃនេះច្បាស់ជាឲ្យមនុស្សម្នាក់ក្នុងកម្មវិធីនេះមើលមិនដាក់ភ្នែកមិនខានទីត្រូវខ្លាំងណាស់មើលតែមនុស្សស្រីទាំងអស់នោះដែលចូលរួមក្នុងកម្មវិធីព្រមមិនបានអ្នកគ្រប់គ្រងសិនរបស់ពួកយើងទីក៏ព្រោះតែថ្ងៃនេះខ្ញុំបានរៀបចំវត្ថុដ៏ល្អមួយដើម្បីយកជាអ្នកស្រីធំបើសិនជាអាចយកបានការពេញចិត្តរបស់គាត់នោះអនាគតខ្ញុំនៅក្នុងក្រុមហ៊ុនសងនោះនឹងភ្លឺចាញ់ចាំខានទីកម្មវិធីនៅមានពេល30នាទីទៀតបានចាប់ផ្ដើមម៉ាក់នាំកូនដើរមើលគេឯងសិននោះគឺជាបុគ្គលិកខាត់ការថ្មីរបស់ពួកយើងតែនៅមានអនាម័យទៀតកាលពីថ្ងៃមុនមិនមែនត្រូវគេដេញចេញពីក្រុមហ៊ុនហើយតែពិតជាល្អណាស់ហ្វាំងវ៉ាននៅក្រុមហ៊ុនធ្វើជាសុភីមតាមពិតទៅនេះជាមួយយាយចាស់នេះពិតជាបាក់ពុតតែមួយមែនហ្វាំងវ៉ានថ្ងៃនេះជាកម្មវិធីខុសកំណត់របស់អ្នកស្រីធំជាកម្មវិធីមានមុខមាត់នាងនាំអ្នកអនាម័យមកមានន័យថាម៉េចគ្រាន់តែមើលក៏ដឹងដែរថាសម្លៀកបំពាក់ដែលមានតម្លៃថោកមើលក៏យល់ថាมันស័ក្តិសមដែរមនុស្សដែលមិនស្គាល់ពិភពលោកគឺបែបហ្នឹងហើយយ៉ាងណាក៏ចូលបញ្ចុះគេឯងដែរហ្វាំងវ៉ាននេះមិនគួរឆ្លៀតឱកាសនេះដើម្បីតាមចាប់ប្រុសអ្នកមាននោះទីយ៉ាងម៉េចលោកលីតែម្នាក់មិនគ្រប់គ្រាន់មែនទីនេះមានន័យថាម៉េចយ៉ាងម៉េចខ្ញុំមិនចេះគ្រប់ថ្នាក់លើផងសូម្បីតែឈ្មោះក៏មិនចេះហើយលីខិតបញ្ជាក់ការងារលែងត្រូវការហើយមែនទីអ្នកចាំបានអីកាលពីលើកមុននឹងធ្វើបាយកងដៃគូរបស់ខ្ញុំមិនទាន់បានសងលុយទីឬនៅមិនទាន់ដោះស្រាយនៅឡើយទីឥឡូវខ្ញុំប្រាប់នាងចឹងពីមុនក៏មិនទាន់ចាំលើកនេះត្រូវសងខ្ញុំ40000ខ្ញុំនឹងរៀបការប្រាប់អ្នករៀបចំកម្មវិធីដែលរៀបចំឡើងដោយគ្រូសាស្ត្រសុងឲ្យបណ្ដេញក្បាលពួកនាងចេញពីទីនេះនាងយាយចាស់ឯងហ៊ានវាយយើងផងអីវាយនាងហើយតែយ៉ាងម៉េចមិនគិតរកមើលកញ្ចក់ឆ្លងមើលមកខ្លួនឯងផងហ៊ានមកបង្ហាញមុខនៅចំពោះវ៉ាន់ពួកយើងផងហ្វាំងវ៉ានកូនស្រីចិញ្ចឹមដែលរត់ចេញពីផ្ទះយើងមកក៏ចូលរួមនៅក្នុងកម្មវិធីនេះដែរអញ្ចឹងនាងចំមកនេះគឺមិនអាចមើលងាយគ្រូសាស្ត្រសងទីអីមិនបានទីតិចបាត់គាត់ដល់ពួកយើងទៅឆាប់ទៅមើលទីយើងប្រាប់ពួកនាងវ៉ាន់ជាកូនប្រសាររបស់អ្នកប្រុសទី2គ្រូសាស្ត្រសងយើងត្រូវជានាយកប្រតិបត្តិការក្រុមហ៊ុនសងយើងរាល់ការងាររបស់ពួកនាងគឺស្ថិតក្នុងកណ្ដាប់ដៃរបស់នាងតែម្នាក់គត់ពួកឯងកុំឆ្លាតពេកកុំយកឯកសារទៅពេកកំប៉ុកដែលបញ្ជាក់ពីការងាររបស់នាងមកធ្វើនាងរងទុក្ខឲ្យសោះហ្នឹងអ្នកស្រីនាយកអីឬមួយនាងពិតជាប្រពន្ធសម្ងាត់ដែលអគ្គនាយកកំពុងតែតេតងម្នាក់ហ្នឹងប្រពន្ធអគ្គនាយកអីហ្វាំងវ៉ានមិនបានជួបឯងប្រហែលថ្ងៃឯងពេលនេះឡើងតំណែងធំហើយអីអ្នកមិនទាន់ដឹងទេមែនទេអ្នកគ្រាន់តែជាកូនស្រីគ្មានម៉ែអីដែលត្រូវគ្រូសាស្ត្រខ្ញុំយកមកចិញ្ចឹមអស់រយៈពេល20ឆ្នាំចង់ត្រូវក៏រត់តាមប្រុសបានគឺពិតជាគួរខ្មាស់គេខ្លាំងណាស់ជីងអ្នកកុំនិយាយប្រេះផ្ដាច់និយាយប្រេះផ្ដាច់ខ្ញុំឃើញដល់តបភ្នែកថាឯងបានរត់ឡើងឡានតាចាស់ម្នាក់ហ្នឹងហើយនៅហៅគេថាជាលោកពូទៀនគាត់តាមពិតទៅគឺហ្វាំងវ៉ានស្បែកមុខនេះពិតជាក្រាស់ណាស់អ្នកមានតាចាំហើយនៅខ្លាំងខ្លួនជាប្រពន្ធអគ្គនាយកទៀននៅមានយាយចាស់នេះម្នាក់ទៀនមកទៅពិតជាដូចមនុស្សឈ្មោះបាក់អញ្ចឹងកំពុងតែឧទាហរណ៍ខ្លួនជាម្ដាយរបស់អគ្គនាយកម្នាក់ទៀតជាប្រពន្ធម្នាក់ជាម៉ែគាត់ថាខ្ញុំស្រួលបាក់ណាស់មែនទេសន្តិសុខចាប់នាំមនុស្សឈ្មោះពីរនាក់នេះមិនដេញពីទីនេះភ្លាមទេអ្នកធ្វើខ្លាំងអីទេនៅទីនេះមិនជាក្រុមហ៊ុនទេជាកម្មវិធីរបស់អ្នកស្រីធំខ្ញុំជាភ្ញៀវរបស់គាត់អ្នកគ្មានសិទ្ធិខ្ញុំនោះទេហ្វាំងវ៉ានអ្នកពិតជាលេងសើចពេកហើយអ្នកផ្ទះនឹងទៅតានិយាយថានេះជាកូនគ្មានម៉ែអីណាមកសម្ដែងជាប្រពន្ធអគ្គនាយកទៀនពេលនេះប្រាប់ថាជាខ្ញុំកិត្តិយសអ្នកស្រីជើញមកទៀនអ្នកស្រីសុំឲ្យនឹងអញ្ជើញមនុស្សដូចជានាងមកបានទេពួកយើងគឺសតតែមានលិខិតអញ្ជើញហើយចុះនាងមានដែរទេយកចេញមកឲ្យពួកយើងបានឃើញផងខ្ញុំមិនមានលិខិតអញ្ជើញទេបើគ្មានលិខិតអញ្ជើញនាងចូលមកធ្វើអីថាមិនត្រូវពួកនាងមានតែលួចចូលមកហើយថាមិនត្រូវនោះអាចយកថំទុកច្រមហូបអាហារយកទៅទុកស៊ីទៀនពិតជាគួរឲ្យអស់សំណើចមែនហ្វាំងវ៉ាននាងចាក់ទៅពីផ្ទះហើយគូណាស់តែល្អជាងនឹងហ្នឹងត្រូវហើយហ្វាំងវ៉ានចេញពីផ្ទះរបស់គ្រូសាហ្វាំងពួកឯងនោះគឺជារឿងល្អហើយល្អជាងរស់នៅជាមួយពួកមនុស្សធន់ដូចជាពួកឯងនេះវ៉ាន់ចូលក្នុងសន្តាគារនេះគឺមិនត្រូវការលិខិតអញ្ជើញអីនោះទេពួកអ្នកមិនត្រូវការលិខិតអញ្ជើញអ្នកយកថាអ្នកជាអ្នកណាទេជាម្ដាយនាយកសុំអីបានឡើងខ្លួនជាម្ដាយរបស់គេនាយកសុំសូម្បីតែខ្លួនឯងក៏មិនជឿផងសន្តិសុខពួកឯងធ្វើការយ៉ាងម៉េចមកក៏មិនឲ្យមនុស្សចម្លែកចូលតាមចិត្តនោះឬក៏ចង់ឲ្យប៉ះពាល់ដល់កម្មវិធីអ្នកស្រីធំដូចយ៉ាងម៉េចនៅឆោតដល់ណាទៀនមកក៏មិនឆាប់លេងពួកគេចេញទេឈប់ភ្លាមទៅប្រាប់ថាឈប់ភ្លាមលោកប្រធានសុងលោកមកហើយនេះគឺជាលោកប្រុសទី2របស់គ្រួសារសុងប្រធានអគ្គនាយករបស់ក្រុមហ៊ុនសុងមើលទៅពិតជានៅក្មេងខ្លាំងណាស់មកសិនជាមើលឃើញកូនស្រីយើងមិនដឹងថាជាល្អប៉ុណ្ណាទីណែអ្នកគ្រប់គ្រងសិនអំបញ្ញមិញនេះនឹងនិយាយថាចង់បណ្ដេញអាណាចេញនាយកសុងគឺគេពីអ្នកនឹងហើយគ្មានលិខិតចេញក៏ចូលមកដល់ខ្លួនឯងខ្ញុំមិនចង់ឲ្យនិយាយទៅខ្ញុំកម្មវិធីរបស់ម៉ាក់ខ្ញុំដូចជាមិនបានចេញនឹងចូលរួមទេនាយកសុងខ្ញុំគឺដើម្បីចូលរួមកម្មវិធីនេះខ្ញុំបានចំណាយពេលអស់3ខែស្វែងរករបស់ដែលម៉ាក់លោកចូលចិត្តធ្វើជាអំណោយថែមទៀតផងនេះអូតាមពិតអ្នកដែលលោកចូលមកនោះគឺជានាងទីអីធ្វើជាចោលខ្សែចាប់ចោលទៅវិញមានអីពាក់ព័ន្ធជាមួយយាយអនាម័យឯងទេនាងគឺមិនមែនដើររបស់អស់រយៈពេល3ខែដើម្បីមកយកចិត្តអ្នកស្រីធំទីអីមិនអញ្ចឹងទេក៏យកវាចេញមកដើម្បីឲ្យគ្រប់គ្នាមើលត្រូវហើយ
នាងយ៉ាងណាក៏បានមកទៅហើយយកចេញឲ្យគ្រប់គ្នាមើល ខ្ញុំបានលឺរួចហើយថាអ្នកស្រីធំគឺជាមនុស្សចូលចិត្តវត្ថុបុរាណហេតុនេះខ្ញុំក៏ទៅអង្វរលោកចាំងដើម្បីយករបស់មួយនេះធ្វើជាអំណោយថ្ងៃខួបកំណើតឲ្យគាត់ ឬមួយក៏មួយនេះជាខ្សែក្រវ៉ាត់គុជដែលមិនអាចកាត់ថ្លៃបានរបស់លោកចាំងដែលគាត់បានរក្សាទុកមួយនោះ ខ្ញុំលឺថាខ្សែក្រវ៉ាត់ត្បូងមួយនេះលោកចាំងគាត់ដាក់ប្រម៉ូទជាច្រើនឆ្នាំមកហើយថែមទាំងមិនព្រមលក់ឲ្យអ្នកណាម្នាក់ទៀតមិនបានជាគាត់ព្រមឲ្យម្នាងអញ្ចឹងហ្នឹង ត្រូវហើយឬលោកនេះវាជាត្បូងណែកម្របំផុតដែលសម្រាប់សម្រាំងធ្វើជាក្បាលខ្សែក្រវ៉ាត់គុជមួយនេះមើលទៅវាមិនតូចទេនេះជារបស់ដែលមិនអាចគណនាបាន ហ្វាំងវ៉ាន់អ្នកប្រហែលជាមិនបានរៀបចំអំណោយអីទេមិនចឹងនាងក៏យកចេញមកឲ្យអ្នកទាំងអស់គ្នាបានភ្លឺភ្នែកទេអ្នកគ្រប់គ្រងសិនអ្នកប្រហែលជាមិនសូវស្គាល់ពីត្បូងនោះទេនាងអាចចង់បាននេះថាម៉េចមិនចឹងទេនាងគួរតែដឹងថាខ្សែក្រវ៉ាត់មួយនេះគឺជារបស់ខ្លាំងខ្លាយហើយអ្នកនិយាយប្រេះផ្ដាស់អីនេះគឺជាវត្ថុរបស់លោកចាំងវាអាចខ្លាំងខ្លាយដែរទេឬមកក៏នាងស្គាល់មុខលោកចាំងទៀតខ្ញុំមិនបានន័យថាវត្ថុរបស់លោកចាំងគឺខ្លាំងខ្លាយទេខ្ញុំចង់និយាយពីគុយរបស់នាងនោះគឺខ្លាំងខ្លាយទេតាមពិតទៅរូបរាងគុជមួយនេះមានលក្ខណៈស្អាតខ្លាំងណាស់មកតែមានពណ៌ថ្លាមិនមានកញ្ចៅសឹងមិនមានកញ្ចៅទៅវាយ៉ាងម៉េចត្បូងដែលល្អគឺជាត្បូងដែលសិនក្នុងដំណាក់កាលរបស់ធម្មជាតិនឹងមានធាតុផ្សំជាច្រើនតិចឬក៏ច្រើនលាយឡំគ្នាហើយនេះក៏មិនអាចមានភាពសុទ្ធទាំងស្រុងទេមកតែមានភាពភ្លឺថ្លានេះក៏មិនមានតម្លៃប្រមាណដែរប៉ុន្តែត្បូងល្អប៉ុណ្ណាក៏ដោយក៏មិនអាចធ្វើរបស់នឹងដែរកញ្ចៅបន្តិចក៏មិនមានដែរលុះត្រារបស់នេះវាគឺជារបស់ស្ថាបត្យកម្មដែលធ្វើឡើងសម្រាប់តាំងលម្អតែគេអាចច្នៃវាឡើងមកយ៉ាងល្អឥតខ្ចោះបែបនេះនាងបាត់មកភ្លាមទេកុំស្មានថាចេះតិចតួចគ្រប់គ្នាជានាងដែរទេតែនាងមានសញ្ញាបត្របញ្ជាក់ពីសាលាណាដែរទេដែលហ៊ានអានច្បាស់អញ្ចឹងនោះសញ្ញាបត្រជំនាញមកត្បូងខ្ញុំអត់មានទេប៉ុន្តែខ្ញុំមានក្បាលខ្សែក្រវ៉ាត់ពិតមួយនឹងហ្វាំងវ៉ាន់ខ្ញុំនិយាយហើយមិនបាននាងចេះតែនិយាយបង្អាប់របស់ខ្ញុំថាជារបស់ខ្លាំងខ្លាយនោះតាមពិតចង់អ៊ុតខ្លួនឯងគឺនាងជាអ្នកទិញរបស់ខ្លាំងខ្លាយមិនហ៊ានយកចេញមកអញ្ចឹងទើបថារបស់ខ្ញុំជារបស់ខ្លាំងខ្លាយរបស់មួយនេះខ្ញុំមិនបានទិញមកទេគឺលោកចាងគាត់ជាអ្នកប្រកល់វាឲ្យខ្ញុំដល់ផ្ទាល់នោះទេមើលទៅវត្ថុដែលនាងខាងនេះយកចេញមកគឺវាភ្លឺជាងរបស់មុនមែនហើយធ្វើតែបត្តពណ៌មើលទៅមិនដូចគ្នាប៉ុន្តែរចនាប័ទ្មមិនដូចជាការធ្វើឡើងមកទេបើប្រៀបនឹងរបស់នាងខាងនោះវិញគឺស្អាតជាងឆ្ងាយណាស់បើខ្ញុំមើលមិនខុសទេរបស់នាងតូចនោះគឺជារបស់ប៉ិនខានទេបើសិនជានាងថារបស់នឹងពិតឬក៏មិនពិតតាមមកនាងមែនទេច្បាស់ណាស់ថារបស់ខ្ញុំជារបស់ប៉ិនប៉ិនជាល្អណាស់អ្នកគ្រប់គ្រងសិនបើសិនជានាងថាចំណាយពេលអស់3ខែដើម្បីសុំវល់លោកចាងឲ្យលួចរបស់នេះឲ្យនាងមិនចាំពួកយើងក៏ខុសទៅសួរគាត់ដល់ផ្ទាល់តែអញ្ចឹងខ្ញុំនាងគឺមិនហ៊ានខលទេឬមកក៏នាងមិនមានលេខរបស់លោកចាងទេខ្ញុំក៏មិនចង់រំខានគាត់តែប៉ុណ្្នឹងឯងមិនហ៊ានខលក៏ថាមិនហ៊ានខលទៅសម្ដីពេលរបស់ខ្ញុំក៏មិនចង់សើចចំអកអីដល់នាងដែរខលទូរស័ព្ទក៏មិនហ៊ានខលដែរមើលទៅវត្ថុនៅនឹងច្បាស់ជាខ្លាំងខ្លាយហើយមិនស្មានថាហ៊ានយករបស់ខ្លាំងខ្លាយមកជូនគេផងគឺពិតជាខ្លាំងធំខ្លាំងណាស់តែរបស់ខ្ញុំយកមកនេះគឺជារបស់ប៉ិនថាមិនត្រូវស្រីម្នាក់នោះគឺលុយបដោរបស់ខ្ញុំហើយនាងឯងយើងនឹងវាយនាងឯងខ្ញុំយល់សម្ដីរបស់នាងនៅក្នុងដៃរបស់ហ្វាំងវ៉ាន់គឺជារបស់ប៉ិនហេតុអីខ្ញុំគឺជាបុគ្គលិករាប់ឆ្នាំរបស់ក្រុមហ៊ុនសុងលោកមកជាមិនជឿខ្ញុំមកជាទៅជឿវាទៅវិញព្រោះថារបស់នេះគឺខ្ញុំកំដៅហ្វាំងវ៉ាន់ទៅមើលដោយផ្ទាល់មិនអាចទៅរួចទេនាងគ្រាន់តែជាបុគ្គលិកខាត់ការទេលោកមិនអាចកំដៅនាងទៅរបស់បាននោះនាងនិយាយមិនដាច់ពីមាត់អ្នកហ្វឹកហាត់ការងារម្នាក់នឹងមែនទេនាងគឺជាប្រពន្ធរបស់ខ្ញុំជាប្រពន្ធអគ្គនាយករបស់ក្រុមហ៊ុនសុងប្រពន្ធអគ្គនាយកមែនទេនាងពេលណាកាត់ជាប្រពន្ធអគ្គនាយកទេបានហើយដល់ពេលដែលបង្ហាញខ្លួនឲ្យពួកឯងបានភ្លឺភ្នែកម្ដងហើយអ្នកគ្រប់គ្នានៅក្នុងថ្ងៃនេះជាកម្មវិធីខួបកំណើតខ្ញុំមានរឿងត្រូវប្រកាសប្រាប់គ្រប់គ្នាហ្វាងវ៉ាន់នេះជាមនុស្សស្រីដែលទើបតែការចូលគ្រួសារខ្ញុំជាប្រពន្ធស្របច្បាប់របស់កូនប្រុសខ្ញុំដែលមានឈ្មោះថាសុងអ៊ីប៉ាយដែលត្រូវជាអ្នកស្រីអគ្គនាយករបស់ក្រុមហ៊ុនសុងយើងតែមកកអ្នកបជាមករបស់អគ្គនាយកមែនសន្តិសុខនាំស្រីម្នាក់នេះចេញទៅនៅមានមនុស្ស3នាក់នោះទៀតបណ្ដេញក្បាលពួកវាចេញក្រៅទៅស្រីធំពួកយើងគឺជាម្ដាយឪពុករបស់វ៉ាន់ខ្ញុំក៏មានលិខិតអញ្ជើញដែរពួកឯងព្រោះទៅលុយ2លានហ៊ានយកនាងទៅលក់ហើយសម្អាងថាជាពុកម៉ែនាងទៀតនៅថ្ងៃនេះខ្ញុំចេញមកដើម្បីរកយុត្តិធម៌ជូននាងម្ដងសន្តិសុខឆាប់អស់ពួកគេចេញទៅនឹងមិនឲ្យពួកគេជន់ទឹកដីគ្រួសារសុំទៀតនោះទេខ្ញុំខំឲ្យអ្នកស្រីធំធ្វើអញ្ចឹងអីកុំអីវ៉ាន់ខ្ញុំនិយាយហើយថាអ្នកនាងហ្វាំងជាក្មេងស្រីល្អមិនត្រឹមតែចរិតទេតាមពិតនាងគឺជាប្រពន្ធរបស់អ្នកប្រុសទី2សិនខ្ញុំមើលទៅគូស្នេហ៍អ្នកទាំងពីរពិតជាគូស្នេហ៍ដែលទេវតាផ្សំគុំមែនវ៉ាន់អត់បានការមើលទៅខ្ញុំត្រូវចេញមុខដល់ផ្ទាល់ហើយម៉ាយន្តយ៉ាងមកក៏អញពេលនេះទើបតែមកដល់ខ្ញុំស្ដាប់ឮបងថ្លៃនិយមពីត្បូងពិតជាភ្លឺភ្នែកមែនចំណេះដឹងមើលត្បូងរបស់បងពិតជាល្អណាស់ខ្វះត្រង់ថាបងមិនមានសញ្ញាបត្របញ្ជាក់ពីស្ថាប័នណាមួយតែបងធ្លាប់រៀនពីអ្នកខ្លាំងណាស់ខ្ញុំអត់មាននោះទេអ្នកបងពិតជាដាក់ខ្លួនពេកហើយនៅទីនេះសុទ្ធតែអ្នកដែលចូលចិត្តប្រម៉ែប្រមូលវត្ថុបុរាណហេតុអីមិនណែនាំពួកគាត់ទាំងអស់គ្នាផងទៅត្រូវហើយនាងជួយមើលត្បូងខ្ញុំផងថាពិតឬមួយក៏ខ្លាំងខ្លាយខ្ញុំពិតជាមិនចេះពិតមែនខ្ញុំគ្មានគ្រូទេគ្រប់គ្នាប្រពន្ធរបស់ខ្ញុំគឺជាលើកទី1ដែលបានជួបមុខអ្នកទាំងអស់គ្នាសូមកំណត់ផលលំបាកដល់នាងអីបងទី2មានអីលំបាកទៅពួកយើងគ្រាន់តែចង់ឲ្យអ្នកបងដែលមានសមត្ថភាពឲ្យគាត់ជួយមើលរបស់ពួកយើងថាពិតឬមួយក៏ខ្លាំងខ្លាយខ្ញុំពិតជាមិនបានឆ្លងកាត់ការរៀនចំណេះអីទេមិនគ្រាន់តែនិយាយតាមការឆ្លងកាត់ចំណេះដឹងខ្លះៗទេបើសិនជាគ្រប់គ្នាចង់ចេះមកដល់ខ្លួនឯងនោះតើគួរតែស្វែងយល់ដល់ខ្លួនឯងទេអញ្ចឹងអ្នកបងបានអីសម្អាងថារបស់ដែលអ្នកបងធ្វើជាអំណោយសម្រាប់ម៉ាក់ខ្ញុំគឺជារបស់ពិនយន្តយ៉ាងត្បូងមួយនឹងគឺបងប្រុសទី2ឯងទៅជាមួយបងខ្លាយឯងទៅមើលដល់ផ្ទាល់ទៀតតើវានេះមិននឹងអាចខ្លាំងកើតទៅម៉ាក់នេះគ្រាន់តែដើម្បីមុខមាត់គ្រួសារសងយើងតែប៉ុណ្្នឹងណាមួយវាគឺជារឿងដែលគួរតែធ្វើតើអ្នកបងថាទៅមើលខ្ញុំបន្តក៏មិនហ៊ានប្រកាសច្បាស់លាស់ដែរមិនត្រូវទេអញ្ចឹងយល់ល្អគួរតែមានអ្នកជំនាញម្នាក់នេះគាត់គឺជាអ្នកក្បែរជាមួយនឹងលោកចាងជំនាញរបស់គាត់ក៏មិនអន់ដែរមិនម៉ាយើងនាំគ្នាមកឲ្យគាត់ដើម្បីមើលថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់អ្នកម៉ាមើលទៅមិនបាច់វែងឆ្ងាយនោះទេខ្ញុំបន្តក៏
มันเห็นประกาศจะไม่รอดได้ มันត្រូវតែអញ្ចឹងយល់ល្អគូតែមានអ្នកជំនាញម្នាក់នេះគាត់គឺជាអ្នកក្បែរជាមួយនឹងលោកចាងជំនាញរបស់គាត់ក៏មិនអត់ដែរមិនម៉ាយើងនាំគ្នាមកឲ្យគាត់ដើម្បីមើលថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់អ្នកម៉ាមើលទៅមិនបាច់វែងឆ្ងាយនោះទេបងប្រុសទី2ខ្ញុំគ្រាន់តែខ្លាចថាអ្នកបងត្រូវបានចាញ់បោកបញ្ឆោតគេយ៉ាងណាខ្សែក្បាត់ត្បូងមួយនេះគឺជាត្បូងដែលកម្រអ្នកទាំងអស់គ្នានៅទីនេះច្បាស់ជាចង់ដឹង ត្រូវឲ្យពួកលោកត្រូវតែបង្ហាញពួកយើងភ្លឺភ្នែក ត្រូវខ្លាំងណាស់ឲ្យពួកយើងបានស្វែងយល់ពីវត្ថុបុរាណកម្រ តែ ផង ម្នាក់គឺជាអូនប្រុសរបស់ប្តីខ្ញុំមិនអន់មិនបានជាគេប្រឆាំងជាមួយខ្ញុំគ្រប់រឿងបែបនេះបានចឹងបានគ្រប់គ្នាចង់ស្វែងយល់ពីត្បូងបានចឹងក៏តាមនឹងទេខ្ញុំមិនប្រកែកទេសុំទៅផងម៉ាក់ធ្វើម៉ាក់ជប់បញ្ហាំចេះអស់ទីមិនអីទីណាញ់ម៉ាក់ជឿជាក់លើកូនវ៉ាន់ចូលមកចុះនាងចាងនាងនិយាយថាខ្សែក្បាលក្បាត់គុជមួយនេះគឺលោកចាងជួលដល់នាងមែនទេម៉ាក់ខំនោះទេខ្ញុំជាមួយលោកពូតែជាមួយគ្នាប៉ុន្តែវត្ថុមួយនេះគឺជារបស់ខ្លែងខ្លាយរបស់ខ្លាំងតាមមានរឿងអីទេឬមកក៏នាងហ្វាំងបជាភុតផពួកយើងមែននៃរបស់លោកគឺរបស់ដែលលោកចាងជួនខ្ញុំដល់តដៃជារបស់ខ្លែងខ្លាយលោកគ្រូរបស់ខ្ញុំច្បាស់ជាមិនអាចឲ្យរបស់តនណាម្នាក់ជាដាច់ខាតគ្រាន់តែមិនច្បាស់ថារបស់មួយនេះមិនបានជាធ្លាក់នៅក្នុងដៃរបស់នាងហ្វាំងតាមពិតទៅខ្ញុំទៅនឹងចាប់អារម្មណ៍បងទី3គឺឯងអញ្ជើញបរិះម្នាក់នេះមកមានបំណងគឺឲ្យបរិះម្នាក់នេះមកនិយាយថាខ្សែក្បាត់មួយនេះគឺជារបស់មិនពិននេះជាចេតនារបស់ឯងឬមួយចេតនារបស់ម្នាក់នោះបងទី2មិនបានជាមានរឿងបែបនឹងកើតឡើងបរិះម្នាក់នេះគឺជាកូនសិស្សដែលបណ្ដុះបណ្ដាលដល់តដៃរបស់លោកចាងមានជំនាញច្បាស់លាស់ហើយថែមទាំងជាភ្ញៀវកិត្តិយសរបស់ក្រុមអ៊ីស្រាអែលជនទៀតផងជំនាញរបស់គាត់គឺអាចនិយាយបានថាប្រៀបនឹងបងទី2គឺគ្រាន់បើជាងមិនអាចទៅរួចទេត្បូងមួយនេះមិនអាចជារបស់ខ្លាំងជាដាច់ខាតនាងហ្វាំងខ្ញុំហ៊ានយកអាជីពរបស់ខ្ញុំមកតំណាងហ៊ានអះអាងថារបស់នេះគឺជារបស់ខ្លាំងខ្លាំងកូនសិស្សរបស់គ្រូចាងមានជំនាញជាច្រើនឆ្នាំហេតុអីក៏នាងហ្វាំងធ្វើបែបនេះទៅវិញមិនចេះធ្វើជាចេះនឹងលោកពូមិនបានខ្ញុំទេអំបញ្ញមិញលោកនិយាយថាលោកហ៊ានយកអាជីពប្រចាំខ្លួនរបស់លោកមកអះអាងថារបស់នេះគឺជារបស់ខ្លាំងខ្លាំងលោកហ៊ាននិយាយម្ដងទៀតដែរទេប្រសិនបាននាងហ្វាំងថាវត្ថុមួយនេះគឺជារបស់ពិតខ្ញុំវងជីងចាប់ពីថ្ងៃនេះនឹងចាក់ចេញពីពិភពជំនួញមួយនេះគឺគ្មានផ្លូវសម្រាប់ឯងទៀតទេគឺជាលោកចាងណាទីបំផាត់លោកចាងមកមកហើយវ៉ាន់បងបាននិយាយហើយថាបងមិនធ្វើឲ្យអូនមានរឿងដាច់ខាតពេលដែលឯងទូរស័ព្ទហៅគេមកមើលវត្ថុខ្ញុំក៏ដឹងថាមិនស្រួលហើយខ្ញុំគិតរួចហើយក្រៅពីម្ចាស់ត្បូងដើមមិនមានអ្នកណាអាចស្មានដឹងថាវាជារបស់បែបណាឡើយបងទី2និយាយត្រូវវាងចិនខ្ញុំមិនស្មានថាឯងគឺប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់ខ្ញុំដើរបោកប្រាស់គេនៅខាងក្រៅទេម្នាក់នឹងជាជនបោកប្រាស់ទីស្របមករបស់មួយនឹងព្រឹកខ្លាំងលោកចាងតើរឿងនេះយ៉ាងម៉េចវិញទៅកូនសិស្សខ្ញុំម្នាក់នេះព្រោះតែដើម្បីលុយហ៊ានលះបង់ឧត្តមគតិធ្វើការវាតម្លៃវត្ថុបុរាណមិនមានតម្លាភាពទេកាលពី2ឆ្នាំមុនខ្ញុំបានកាត់ផ្ដាច់ទំនាក់ទំនងរវាងគ្រូនិងសិស្សនឹងគេទៀតហើយខ្ញុំមិននឹកស្មានថាក្នុងថ្ងៃនេះគេនឹងមានមុខយកឈ្មោះរបស់ខ្ញុំដើរបោកប្រាស់គេសោះនិយាយបដិឬមកក៏គេម្នាក់ហ្នឹងកំពុងតែមកបង្កើតនាងហ្វាំងហើយអញ្ចឹងខ្សែក្បាត់មួយនេះគឺខ្ញុំជូនអ្នកស្រីទី2ជាអំណោយសម្រាប់ជូនអ្នកស្រីធំក្នុងកម្មវិធីយប់នេះឬមួយក៏ខ្ញុំខ្លួនឯងមិនស្គាល់របស់ទេអាជនបោកប្រាស់មិននឹងម្នាក់ហ្នឹងគឺចង់មកបង្កើតនាងហ្វាំងហើយចង់បោកប្រាស់ទាំងពួកខ្ញុំថែមទៀតលោកប្រុសទី3ជួយខ្ញុំផងលោកប្រុសទី3ជួយខ្ញុំផងលោកគ្រូវាងមិននាំខ្ញុំទៅពាក់ព័ន្ធរឿងបោកប្រាស់របស់លោកแล้วមិនតការសម្ដែងឯងទៀតទៅខ្ញុំខុសហើយគឺខ្ញុំបង្វេងមួយពេលសុំទោសលោកប្រុសទី3ខ្ញុំសុំទោសណាម៉ាបងប្រុសខ្ញុំដឹងខុសហើយគេបោកប្រាស់តែខ្ញុំដែរគឺសុំទោសមិនមែនពួកយើងទេតែជាបងថ្លៃរបស់ឯងណាបងទី2សុំទោសផងសុំបងយកយល់ផងមិនឯនោះទេឥឡូវនេះគ្រប់គ្នានាទីនេះគឺដឹងហើយថាឯងជាជនបោកប្រាស់ឯងគឺគ្មានផ្លូវដើរលោកវិថីបុរាណទៀតទេឯងចាក់ចេញដោយខ្លួនឯងឬក៏ចង់ឲ្យខ្ញុំហៅមនុស្សមកអូឯងចេញខ្ញុំចាក់ចេញដោយខ្លួនឯងខ្ញុំទៅចេញទៅអរគុណលោកគ្រូចាំងហើយដែលមកជួយលៀងភាពស្អាតស្អំឲ្យខ្ញុំហើយយ៉ាមិនបាច់អរគុណអីទេគឺលោកប្រុសទី2ខ្លាចថានាងមានរឿងបានឲ្យខ្ញុំមកប៉ុន្តែមិនមែនដោយសារតែរឿងនឹងទាំងស្រុងនោះទេបានចាប់ប្រតែយ៉ាងម៉េចវិញទេនាងច្មក់នាងគឺមានទេពកោសល្យផ្នែកវត្ថុបុរាណបើខ្ញុំមើលមនុស្សមិនខុសទេតើនាងចង់ខ្លាចជាកូនសិស្សរបស់ខ្ញុំដែរទេខ្ញុំអាចបង្រៀននាងបានអំពីជំនាញមើលត្បូងវាយតម្លៃនិងជួសជុលយ៉ាងម៉េចដែរលោកគ្រូចាំប្រំទទួលខ្ញុំធ្វើជាកូនសិស្សនោះលោកគឺជាមួយដែលស្មានមិនដល់ខ្ញុំខ្លាចជាយកព្រមហើយអរលោកគ្រូចាំទទួលបានកូនសិស្សថ្មីហើយហ្នឹងបើសិនជាហ្វាំងវ៉ាន់រូបានខ្លាចជាកូនសិស្សរបស់លោកគ្រូចាំងក្រុមហ៊ុនគ្រួសារសងច្បាស់ជាធ្លាក់ក្នុងដៃគេហើយមិនអាចទេខ្ញុំត្រូវតែរកវិធីអ្វីមួយណាត់ថ្ងៃនេះពិតជាមានរឿងរីករាយខ្លាំងណាស់អូនអាចខ្លាចជាកូនសិស្សរបស់លោកគ្រូចាំងនៅពេលក្រោយអូនអាចសម្រេចក្តីសម័យបានសម្រេចគោលដៅមានមនុស្សធ្វើបាបប៉ុណ្ណឹងហើយនៅសប្បាយចិត្តទៀតទេអូនគឺគ្រាន់តែធ្វើរឿងដែលគួរធ្វើរឿងដែលមិនល្អនោះអូនក៏មិនអាចយកទុកក្នុងចិត្តនោះទេបើសិនជាយករឿងទាំងនោះទុកក្នុងចិត្តនោះវានឹងខ្លាចជាបន្ទុកសម្រាប់ខ្លួនឯងអូនមានបងមានអ្នកម៉ាក់មានលោកគ្រូចាំងប៉ុណ្ណឹងគ្រប់គ្រាន់ហើយបងគឺគ្រាន់តែសង្ឃឹមថាអូនអាចមានចិត្តលោភលន់បន្តិចបែបហ្នឹងបងអាចឲ្យអូននៅរបស់ជាច្រើនទៀតមានបងនៅក្បែរអូនគ្រប់គ្រាន់ហើយបានគ្រួសារហ្វាំងមិនដែលចាប់ទុកអូនជាគ្រួសារគេតើអូនមិនដែលគិតចង់ស្វែងរកឪពុកម្ដាយបង្កើតរបស់អូនដែរទេពួកគាត់ដាក់ចិត្តមកបងអូនច្បាស់ណាស់ពួកគាត់គឺបច្ចុប្បន្នអូនខ្លាំងណាស់ហើយនេះអូនគិតថាមិនចាំបាច់ត្រង់ពួកគាត់នោះទេលោកពូយប់ហើយមិនគួរនិយាយរឿងដែលមិនគួរនិយាយទេខ្ញុំលើថាបងទី2របស់ខ្ញុំកំពុងស៊ើបសួររកប្រវត្តិរបស់អ្នកបងបាន
ឯងក៏តែឆៃមើលបន្តិចមើលខ្ញុំត្រូវដឹងរឿងមុនបងប្រុសរបស់ខ្ញុំមួយចំហៀន តើទូបញ្ជាលោកគ្រូនាងចំមកនាងពិតជាឆ្លាតមែនខ្ញុំទើបតែបង្រៀននាងបាន2 3ថ្ងៃសោះតែគំនូបុរាណនេះនាងបានជួសជុលចិត្តរួចអស់ហើយនេះក៏ប្រតែលោកគ្រូបង្រៀនបានល្អតែខ្ញុំឆាប់ចាប់បានមិនអន់ទេបង្រៀនកូនសិស្សដូចជាឯងខ្ញុំធានាថារយៈពេល1ឆ្នាំទេច្បាស់ជាចេះអស់មិនខាននោះទេប៉ាត់មែននេះបានចាក់ខ្ញុំខំប្រឹងប្រែងបន្តទីលោកគ្រូក្មេងស្រីនេះពិតជាស្រដៀងគ្នាជាមួយហ៊ុយកាលនាងនៅពីក្មេងខ្លាំងណាស់បានក្មេងស្រីម្នាក់នេះមិនធ្វើឲ្យលោកខកចិត្តមែនទេនាងមិននឹងអាចឲ្យខ្ញុំខកចិត្តនោះនាងគឺជាមនុស្សដែលឆ្លាតមានជំនាញយ៉ាងស្មុគស្មាញជាច្រើនតែនាងអាចចាប់បានលឿននាងគឺឆ្លាតដូចជាហ៊ុយរបស់ខ្ញុំអញ្ចឹងគ្រាន់តែហ៊ុយរបស់ខ្ញុំបាត់កូនស្រីរបស់នាងកាលពី20ឆ្នាំមុននាងគឺបាក់ទឹកចិត្តរហូតដល់លាចាកលោកទៅរឿងតែមួយគត់ដែលខ្ញុំសង្ស័យបាននាងត្រូវបានចិញ្ចឹមថាមិនត្រូវទេទេវតាគឺផ្ដល់នាងមកឲ្យខ្ញុំដើម្បីថ្នមចិត្តខ្ញុំអញ្ចឹងក្មេងក្នុងរូបនឹងក្រោយមកបានស្វែងរកឃើញដែរទេស្វែងរកអស់20ឆ្នាំតែរកមិនឃើញគ្រាន់តែខ្លាចលោកគ្រូចាងកុំរំអីក្មេងនេះច្បាស់ជាមិនមានគ្រោះថ្នាក់អីទេនិយាយមកនៅប្រតិពីខ្ញុំឆែកឃើញព័ត៌មានមួយចំនួនកាលពី20ឆ្នាំមុននាងត្រូវបានគេយកទៅឲ្យគ្រូសាហ្វាំងពួកយើងកំពុងតែធ្វើតែ DNA អ្នកស្រីមិនយូរទេនឹងលទ្ធផលហើយ20ឆ្នាំមុននាងមានរូបរាងស្តៀងនឹងហ៊ុយរបស់ខ្ញុំមានភាពឆ្លាតដូចគ្នាតែសោកស្ដាយនោះគឺហ៊ុយរបស់ខ្ញុំកាលពី20ឆ្នាំមុនបានបាត់កូនស្រីរបស់នាងឈឺចិត្តធ្លាក់ខ្លួនរហូតដល់បាត់បង់ជីវិតពិតជាចៃដន្យខ្លាំងណាស់អញជួយពិនិត្យមើលឲ្យខ្ញុំបន្តិចក្នុងរឿងក្រុមគ្រួសាររបស់គ្រួសារចាងនៅមានកូនដែលបានបាត់ខ្លួនកាលពី20ឆ្នាំមុនបានអ្នកប្រតិពីលោកគ្រូខ្ញុំយល់ហើយស្រីចំមកដេកលក់ហើយនៅសុបិនរៀនទៀតហ្វាំងវ៉ាន់ចាំងជៀនស៊ូតាមការស៊ើបរបស់ឯងហ្វាំងវ៉ាន់ជាកូនស្រីដែលបានបាត់ខ្លួនរបស់លោកចាំងបាទតាមលទ្ធផលដែលពួកយើងបានស៊ើបមកភាគរយដែលអាចទៅរួចគឺខ្ពស់ណាស់យ៉ាងណាក៏ខាងលោកប្រតិពីកំពុងតែស្រាវជ្រាវពីរឿងនេះបើសិនជាហ្វាំងវ៉ាន់ពិតជាកូនស្រីមកការរបស់លោកចាំងមែនអញ្ចឹងសុងអ៊ីប៉ៃជាមួយនឹងគ្រូសាចាំងរួបរวมកម្លាំងគ្នាគ្មានអីស្មើទេមិនអាចទេឯងទៅគ្រូសាហ្វាំងជាមួយខ្ញុំបាទបានតែយើងប្រាប់ឲ្យថាកុំឲ្យធ្វើអញ្ចឹងខាត់លុយនៅចំពោះមុខអស់រាប់ពាន់តទីមកតែគ្រូសាហ្វាំងយើងច្បាស់ជារលីងខានទីរឿងភាគហ៊ុននឹងច្បាស់ជារកបានវិញទេបងលើមកបងនឹងមែនទេពួកយើងចាំហ្វាំងវ៉ាន់អស់រយៈពេល20ឆ្នាំខ្ញុំនៅមិនទាន់យល់ច្បាស់ពីយើងនឹងនៅឡើយទេអូនទៅចុះនេះគឺលោកប្រុសទី3តើលោកហ្វាំងលោកមានចំណាប់អារម្មណ៍ធ្វើជំនួសជាមួយខ្ញុំដែរទេអ្នកប្រតិពីរឿងអ្នកបងគឺមានដំណឹងថ្មីទៀតហើយនិយាយមកបាទតាមបណ្ដាញរាយការណ៍បានដឹងថាអ្នកជិតខាងគាត់និយាយថាអ្នកស្រីកាលពី20ឆ្នាំមុនត្រូវបានគេរកឃើញនៅម្ដងកន្លែងមួយនៅក្រុងជាងហើយត្រូវបានគ្រូសាហ្វាំងបាយយកមកគ្រូសាហ្វាំងនោះគេនិយាយថាក្មេងនេះគឺជាក្មេងដែលគេយកមកបោះបង់ចោលក៏ប៉ុន្តែអ្នកប្រតិពីគឺបានឲ្យយើងស្រាវជ្រាវពីដំណឹងរបស់លោកគ្រូចាស់យើងបានឃើញថាពួកគេក៏បានបាត់កូន20ឆ្នាំមុនដែរនៅកន្លែងក្រុងជាងនឹងដូចគ្នាប្រពន្ធលោកគ្រូចាស់ក៏ព្រោះតែរឿងមួយនេះគាត់បានពិបាកចឹងរហូតដល់ធ្លាក់ខ្លួនឈឺនិយាយមកអញ្ចឹងបានពិតជាកូនស្រីបង្កើតរបស់លោកគ្រូចាស់មែនហើយអញ្ចឹងនឹងមិនជាក្មេងដែលគេបោះបង់ចោលទេតែគ្រូសាហ្វាំងនិយាយមិនដែរពីមាត់ថាកូនស្រីគាត់គឺជាកូនស្រីគេបោះបង់ចោលទង្វើបែបនេះពិតជាព្រៃផ្សៃពេកហើយអ្នកប្រតិពីលោកគិតថាក្នុងរឿងនេះមានអីមិនស្រួលមែនទេត្រូវការតាមដានដែរទេមិនបាច់ទេនេះគឺជា DNA របស់គ្រួសារចាំងនិងវ៉ាន់ឯងយកទៅធ្វើកសលវិច័យទៅលោកគ្រូចាំងបច្ចេកទេសជួសជុលរបស់លោកពិតជាពូកែរកលេខដាំបានមែនគំនូមួយផ្ទាំងនេះខ្ញុំរកចំណុចខ្វះខាតមិនឃើញទេមិនត្រូវទេការជួសជុលផ្ទាំងគំនូមួយនេះមិនមែនជាការធ្វើរបស់ខ្ញុំទេគឺជាកូនសិស្សរបស់ខ្ញុំអូនេះឬជាកូនសិស្សថ្មីរបស់លោកនោះនាងគឺជាប្រពន្ធលោកប្រុសទី2មកលោកដឹងពីរឿងមួយនេះណែនាងហ្វាំងនាងគឺបានល្បីក្រោយពេលមានហេតុការណ៍ក្នុងពិធីយប់នោះចប់ពេលល្បីពីមាត់មួយទៅមាត់មួយអូត្រូវហើយលោកចាំងប៉ុន្មានថ្ងៃទៀតខ្ញុំនឹងមានពិធីដាច់ថ្លៃលោកដាច់ខាតត្រូវតំណនឹងហ្វាំងទៅចូលរួមក្នុងពិធីមួយនោះដែរល្អច្បាស់ជាចូលរួមចឹងខ្ញុំទៅសិនហើយថ្ងៃស្អែកខ្ញុំនឹងបញ្ជូនមនុស្សឲ្យមកយកគំនូសំឡងចេញតិចចឹងល្អលោកគ្រូយ៉ាលោកពូបងមានដឹងដែរទេម៉ាញ់នេះមានភ្ញៀវសរសើរអូនខាងទាំងអស់លោកគ្រូនាំអូនទៅកម្មវិធីដាច់ថ្លៃទៀតផងនៅក្នុងឱកាសនេះអូនច្បាស់ជាបានស្គាល់វត្ថុបុរាណជាច្រើនខាងទីមែនទេមើលទៅត្រូវហើយដែលអូនមករៀនជាមួយលោកគ្រូចាំងបងមិនដែលឃើញអូនសប្បាយរីករាយដូចនៅក្នុងថ្ងៃនេះទេតែក៏ចេញចឹងហើយលោកគ្រូអូនក៏ជាមនុស្សពូកែជាងគេនៅលើលោកនេះមិនត្រឹមតែប៉ុណ្ណឹងទេអូនគឺជាមនុស្សដែលចូលចិត្តវត្ថុបុរាណជាងគេហើយហ្នឹងវ៉ាន់បើសិនជាលោកចាំងជាប៉ាបង្ការរបស់អូនហើយអូនពិតជាដឹងនោះអូននឹងរត់តែសប្បាយចិត្តមិនខានទេលើគេនិយាយថាលោកមីងហងនឹងយករបស់រដ្ឋសាទុកជាយូរហើយមកដាក់ដេញថ្លៃកំណត់ដ៏មានតម្លៃទាំង3ក៏ដាក់ដេញថ្លៃដែរបន្ទាប់មកប្រាក់នោះគាត់យកឲ្យសមាគមមនុស្សធម៌ជួយដល់អ្នកក្រខ្សត់ហើយនឹងជាការវិនិយោគធំមែនក្នុងថ្ងៃនេះការដេញថ្លៃវត្ថុទី1នោះគឺជាកុដឈាមខៀវរបស់រាជវង្សជើងចាប់ផ្ដើមពី4សែនឡើងទិញ
5 សែន 6សែន7សែន 9 សែន 9 សែនលើកទី1មាននរណាហ៊ានឲ្យលើកនឹងទៀតដែរទេលោកគ្រូធ្លាប់រៀនខ្ញុំថាវត្ថុចំណាស់មួយនេះនាំមកកើតឡើងជាស្រទាប់លើផ្ទៃរបស់វាស្រទាប់អុកស៊ីតកម្មធ្វើឲ្យមានសំណើមប៉ុន្តែគាត់ឈឺមួយនេះមកតាមខ្ញុំមើលទៅមិនមែនជាកំណត់ត្រឹមសម័យបុរាណទេនេះវាមើលទៅគឺជាវត្ថុដែលធ្វើឡើងនៅសម័យបច្ចុប្បន្នទេ នាងនិយាយត្រូវហើយវត្ថុចំណាស់មួយនឹងពិតជាមិនមែនរបស់បុរាណមែន 9 សែនលើកទី2 9 សែនលើកទី3សម្រាប់អបអត់ថកែហឺជាបន្តមកទៀតវត្ថុប្រណិតទី2របស់ពួកយើងក្រឡខៀវដែលជាវត្ថុបុរាណសម័យយងចិននៃរាជការឈីលោកគ្រូនិយាយតែវត្ថុមុននេះមិនសមតម្លៃ9 សែននោះទេពួកគេមិនហ៊ានឲ្យថ្លៃដល់ម្លឹងទេ ពេលខ្លះពួកគេមិនមានគោលបំណងចង់បានរបស់មានតម្លៃអស់នឹងទេការដេញថ្លៃនេះពួកគេគឺចង់បានមុខមាត់តែប៉ុណ្ណឹងលោកប្រុសទី2និយាយសំហេតុផលវ៉ាននាងមើលពីងពណ៌សខៀវមួយនេះរបស់ពិតឬមួយរបស់ខ្លាំងខ្លាយ តម្លៃដេញថ្លៃចាប់ពី1លានប៉ាសឡានពណ៌ខៀវនឹងសោះគោតែរបស់មួយនេះគឺជារបស់ខ្លាំងខ្លាយនោះទេអ្នកប្រតិបិញអ្នកប្រចាំបានថាហ្វាំងវ៉ាន់ជាកូនស្រីបង្កើតរបស់អ្នកបុរាណវិទូលោកចាំងជីងសិនឲ្យខ្ញុំមកបន្លំខ្លួនធ្វើជាកូនស្រីជំនួសនាងឯង យ៉ាងម៉េចមិនហ៊ានធ្វើមែនទេបើសិនជាបំផ្លាញមុខមាត់របស់ហ្វាំងវ៉ានបានធ្វើឲ្យទំនាក់ទំនងនាងជាមួយបងប្រុសខ្ញុំប្រេះស្រាំបានក្រោយចប់កិច្ចការសាច់លុយ50លាននេះគឺជារបស់ពួកនាងហើយ អ្នកស្រីសំអ្នកនាងគិតថាខ្ញុំនិយាយនេះតើខុសឬមកក៏ត្រូវទេបើស្លាញ់ពណ៌សពណ៌ខៀវនឹងមួយនឹងមិនរលងគ្រប់គ្រាន់ក៏ដោយប៉ុន្តែលំនាំនៃការលេបពណ៌របស់វានឹងក៏តែមានតាំងពីសម័យឈិនឡុងមកម្លេះ ណែនោះគឺជាប្រពន្ធរបស់លោកប្រុសទី2តានាងគឺជាកូនសិស្សរបស់លោកគ្រូចាងខ្ញុំគិតថានាងនិយាយមកគឺជាអ្នកជំនាញខាងវត្ថុបុរាណ ហ្វាំងវ៉ាន់នាងនៅពេលនេះគឺពិតជាល្បីឈ្មោះខ្លាំងមែនប៉ុន្តែគឺនឹងមិនខ្លាចពួកគេសត្វតែដឹងទេអីអ្វីដែលនាងមាននៅពេលនេះគឺសត្វតែលុចចេញពីខ្ញុំទាំងអង្គតែនាងចាំនិយាយពីអីទេ អ្វីដែលនាងត្រូវធ្វើគឺគ្រាន់តែទម្លាក់កំហុសគ្រប់យ៉ាងឲ្យវ៉ានខ្ញុំបានរៀបចំផាតាំងដើម្បីឲ្យនាងធ្លាក់ក្នុងអន្ទាក់ហើយ បងស្រីល្អរបស់ខ្ញុំនៅពេលនេះខ្លាចជាប្រពន្ធរបស់អ្នកប្រុសទី2លោកគ្រូចាំងក៏ខ្លាចជាគ្រូរបស់នាងក៏ប៉ុន្តែនាងនេះក៏មិនដែលនិយាយប្រាប់ពួកគេទេថានាងពិតជាមិនចេះជំនាញអីនោះទេ នាងឈប់និយាយប្រេះផ្ដាស់ទៅវ៉ាននាងគឺផ្ដាល់តម្លៃឲ្យវត្ថុបុរាណណាស់នាងនិយាយយល់ដឹងអំពីការជួសជុលខ្ញុំជាអ្នកបង្ហាត់បង្រៀននាងដោយផ្ទាល់ឬមួយក៏ខ្ញុំមិនដឹងថាខ្ញុំកំពុងតែធ្វើអ្វី ហ្វាងឈីងជាកូនស្រីគ្រូសាហ្វាងយ៉ាងម៉េចកាលពីលើកមុនមកធ្វើឲ្យកម្មវិធីរបស់ខ្ញុំច្បងម្ដងហើយមិនទាន់គ្រប់គ្រាន់ទេអីឬចាំមកកោក្នុងកម្មវិធីដេញថ្លៃទៀតអ្វីដែលលោកបានដឹងនឹងគ្រាន់តែជាសមត្ថភាពរបស់កូនស្រីលោកប៉ុន្តែលោកភ្លេចគិតដល់កាលពី20ឆ្នាំមុនស្រាសាំបាញ់ធ្វើឲ្យបង្វេចបានកូនស្រីអស់រយៈពេល20ឆ្នាំ នាងនិយាយថាម៉េចតើកម្មវិធីផឹកស្រានឹងសំដៅលើ20ឆ្នាំមុនមែនទេហ៎ មកតែលោកទៅនឹករលឹងដល់កូនស្រីដែលបានបាត់ខ្លួនអស់រយៈពេល20ឆ្នាំនឹងហើយ ឬមួយក៏នាងគឺជាកូនស្រីដែលបានបាត់ខ្លួនកាលពី20ឆ្នាំនោះហ្វាំងឈិងមិននឹងអាចទៅរួចទៅ បើសិនជាឪពុកម្ដាយចិញ្ចឹមរបស់ខ្ញុំបានប្រាប់ទេខ្ញុំប្រហែលជារស់នៅក្នុងភាពងងឹតជារៀងរហូតហើយលោកប៉ាខ្ញុំពិតជាកូនស្រីរបស់លោកពិតមែនហ្នឹង នាងនិយាយថាម៉េចបានសុកនេះក៏ចេញមុខមកអញ្ចឹងហ៎ លោកប៉ាតាមពិតឪពុកម្ដាយចិញ្ចឹមរបស់ខ្ញុំគាត់បានដឹងយូរហើយប៉ុន្តែគ្មានអីមកបញ្ជាក់បានចាំតែខ្ញុំប្រាប់តាមត្រង់លោកកូនស្រីរបស់ប៉ាម្នាក់នេះមិនរំខានដល់កូនស្រីរបស់លោកហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់គ្រួសាររបស់យើងទៀតនោះទេប៉ាមកចិញ្ចឹមរបស់ខ្ញុំគាត់ពិតជាឈឺចិត្តខ្លាំងណាស់ទើបយករឿងសម្ងាត់មួយនឹងប្រាប់ដល់ខ្ញុំហ្វាំងវ៉ាន់ការដែលខ្ញុំមកថ្ងៃនេះគឺមកឲ្យរបស់មុខរបស់នាងនៅទៅធ្វើពុតរបស់នាងដែលនាងបានដណ្ដើមចេញពីខ្ញុំទេគ្រប់យ៉ាងដែលនាងដណ្ដើមពីខ្ញុំមិនទាន់គ្រប់គ្រាន់ទេអីបានជាពេលនេះនាងនៅចង់ដណ្ដើមទៅប៉ាបង្កើតរបស់ខ្ញុំទៀតអីតែនាងនិយាយពីអីទេពេលណាខ្ញុំឆ្លងរៀនជំនាញវត្ថុបុរាណនោះនេះគឺជាពេលដែលរៀនខ្ញុំជ្រើសរើសយកជំនាញឯកទេសវត្ថុបុរាណហើយនាងក៏ធ្លាប់បានរៀនដែរនេះគឺជាផលតាមបង្ហាញនាងចង់មើលដែរទេក្រោយមកក៏នាងនៅតែគិតថាខ្លួនឯងគឺមានទេពកោសល្យពីកំណើតតាមពិតតែគ្រាន់តែជាជនបោកប្រេងលោកគ្រូលោកក៏ពិតជាស្គាល់ខ្ញុំច្បាស់ណាស់មនុស្សដូចជាខ្ញុំនេះមិនចេះកុហកគេនោះទេលោកពូខ្ញុំពិតជាមិនបានខាក់បងមែនហ្វាំងឈីងមិនបានជាមកបង្កើតខ្ញុំធ្វើអីទេបងថ្លៃទី2បងតែងតែធ្វើពុតជាទុនខ្សោយពួកយើងទាំងអស់គ្នាសុទ្ធតែចាញ់បោកនាង យន្តយ៉ាងឯងនាំពីអ្នកនឹងមកធ្វើអីទៅ ម៉ាខ្ញុំមិនចង់ឃើញមនុស្សប្រភេទនេះចង់សម្រេចគោលបំណងបោកប្រាស់គ្រួសារសងយើងបងទី3អញគូទេមកឲ្យលឿនជាងនេះបន្តិចបងទី2បងចង់បានន័យថាម៉េចវិញយ៉ាងម៉េចឬមួយក៏ឯងដឹងថាខ្ញុំដឹងរឿងមុនឯងដែលកំពុងតែស៊ើបការស្ដីពីប្រវត្តិរបស់វ៉ាន់បងទី2និយាយអីមួយត្រូវការផោះតាំងអីលោកប្រុសទី2ស្រុកមកតើមានរឿងអីកើតឡើងទៅស៊ើបកើតអ្វីទៅលោកធ្លាប់ប្រាប់រឿងការបាត់ខ្លួនកូនស្រីរបស់លោកមកប្រាប់ខ្ញុំគិតថាវ៉ាន់ជាកូនស្រីមកកើតរបស់លោកទើបខ្ញុំបានចាត់ឲ្យមនុស្សរបស់ខ្ញុំទៅស៊ើបមើលរឿងនេះបងទី2នៃរបស់បងគឺអ្នកបងទី2ជាកូនស្រីមកកើតរបស់លោកគ្រូចាំងបងមានផោះតាំងដែរឬទេផោះតាំងខ្ញុំមិនមាននោះទេប៉ុន្តែអ្វីដែលឯងនិយាយគឺមានអ្វីដែលជាការពិតនោះប៉ុន្តែខ្ញុំមានផោះតាំង លោកពូបងនិយាយថាម៉េច
បងថាលោកគ្រូចាំងគឺជាលោកប៉ាបង្ការរបស់ខ្ញុំវិញមិនជាហ្វាំងវ៉ាន់វិញមកមើលផតតាំងដែលមិនអាចប្រកែកបានវិញទេនាងស្រុកមកចាំបានអ្វីវិញទេខ្ញុំបានប្រតិបត្តិទៅមកទូរស័ព្ទហ្វាំងនាងហើយគ្មានអ្វីពាក់ព័ន្ធគ្នាទេនោះទេស្រុកមកពួកអ្នកទាំងអស់គ្នានេះចង់លេងបាញ់អីទេណាបងទី2នឹងមិនតន់យល់ទៀតអញ្ចឹងខ្ញុំបញ្យល់ឲ្យបងយល់ច្បាស់ លោកម្ចាស់ចាំងនឹងអ្នកគ្រប់គ្នាខ្ញុំអាចធ្វើជាសាក្សីបានឈីងគឺជាកូនស្រីដែលខ្ញុំរើសបានយកមកចិញ្ចឹមកាលពី20ឆ្នាំមុនពួកយើងបានដើរលេងនៅម្ដុំនោះបន្ទាប់មកក៏ប្រទះឃើញក្មេងម្នាក់ហ្នឹងពួកយើងចាំមើលនៅកន្លែងនឹងយ៉ាងយូរចាំរហូតមិនឃើញឪពុកម្ដាយនាងមកទីអញ្ចឹងហើយក៏នាំនាងទៅផ្ទះវិញទេអ្នកនិយាយខ្ញុំសំហាត់ផាទីអ្នកនិយាយចឹងពីមាត់អ្នកដល់ផ្ទាល់ថាខ្ញុំជាកូនស្រីចិញ្ចឹមរបស់អ្នកទីនៅភាសាតែក្មេងនឹងចេះស្ដាប់បង្កប់ដល់ការរៀបជ្រៅនាងវិញច្រកក្រក់តាំងពីក្មេងអ្វីក៏ដល់ពីឈីងដែរទៅខ្ញុំនឹងប៉ាវាគិតថាយកឈីងមកក្បែរខ្លួនមកធ្វើជាកូនមករបស់យើងវិញពួកអ្នកនិយាយក៏ហាត់ទីបានលោកពូសូមមកជួយអូនទេប្រហែលឆ្នាំមុនពួកយើងបានឆែកលើអ៊ីនធឺណិតដែរបានឃើញសេចក្តីប្រកាសតាមរកកូនរបស់លោកចាំងនៅក្នុងនោះក៏មានរូបភាពដែរគឺដូចគ្នានឹងឈីងខ្លាំងណាស់ប្រហែលឆ្នាំមុននេះពួកយើងមិនចង់ប្រាប់ការពិតដល់ឈីងនោះទេប៉ុន្តែពួកយើងមិនអាចឲ្យឈីងទទួលរងនូវភាពអយុត្តិធម៌នោះទេគ្រប់យ៉ាងដោយសារតែនាងដណ្ដើមទេលោកប៉ាហើយមកកប៉ាណតែជឿជាក់លើកូនស្រីរបស់ប៉ាចឹងជឿជាក់លើកូនស្រីបង្ការរបស់ខ្លួនឯងទៀតខ្ញុំមិនបានគិតយ៉ាងទេខ្ញុំថាប៉ាច្បាស់ជាដឹងថាកូនស្រីប៉ាមានសមត្ថភាពលើវត្ថុបុរាណប៉ុន្តែដោយសារតែប៉ាត្រូវគេកុហកហើយសម្បត្តិធ្វើការវិតម្លៃលើពីមួយនឹងទេមិនជាថាវាមិនមែនជាវត្ថុនៅក្នុងសម័យឈិនឡុងនោះទេរបស់ខ្លាញ់ឬមួយជារបស់ខ្លាញ់ពិតមែនរបស់មួយនឹងគឺចង្វាយយើងចំណាយលុយច្រើនណាស់ដើម្បីទិញវាត្រឡប់មកវិញវាមិននឹងអាចជារបស់ខ្លាញ់បានទេហ្វាំងវ៉ាន់នេះហ៊ានភ្នោះគ្នាជាមួយខ្ញុំដែរទេគឺធ្វើការភ្នោះគ្នាលើពីQ1នេះថាពិតឬខ្លាញ់បើសិនជាយើងឈ្នះអញត្រូវសងប៉ាយើងមកវិញហើយត្រូវចាក់ចេញពីក្រុមជាងមួយនេះខ្ញុំយ៉ាងម៉េចនឹងមិនហ៊ានមែនទេលោកប៉ានៅក្នុងពិភពវត្ថុបុរាណលោកគឺជាអ្នកដែលមានសមត្ថភាពវិតម្លៃលើគេលោកគ្រាន់តែកលេចមើលមកផ្លែនក៏ដឹងថាវាជារបស់ព្រឹកខ្លាំងវត្ថុបុរាណមួយនឹងគឺមិនមែនក្នុងរាជវង្សឈិងនោះទេសំណាងឲ្យខ្ញុំបានសោកប៉ាមនុស្សនៅកន្លែងដីថ្លៃរួចហើយឲ្យរករបស់ដែលស្តេងដូចនឹងរបស់ដាំចង់ 100% ហ្វាំងវ៉ាន់តានាងនៅមានអីចង់និយាយទៀតដែរទេហ្វាំងវ៉ាន់អូនក៏ខ្លាចអីត្រូវជឿជាក់លើបងមើលតែអញគឺមានភាពជឿជាក់ខ្លាំងណាស់ក្នុងការដែលឲ្យគេមកបន្លំធ្វើជាកូនស្រីរបស់លោកចាំងអញបានចូលសាលាវិចិត្រសិល្បៈរៀនមែនបងប្រុសបងគិតថាពួកគេនិយាយមកគឺមិនមានជំនឿឡើយតើបងមានផុសតាំងអ្វីមកបញ្ជាក់ដែរទៅក៏មិនទាន់ពេកអូនទី3បងគ្រាន់តែសួរសំណួរតែបន្តិចប៉ុណ្្នឹងទេយ៉ាងណាមិញរឿងទទួលស្គាល់សាច់ញាតិមិនមែនជារឿងលេងសើចនោះទេសម្ដីរបស់លោកប្រុសទី2គឺសមហេតុផលខ្ញុំនិយាយរួចហើយកាលពី20ឆ្នាំមុនបើសិនជាពួកអ្នកចង់ទទួលស្គាល់ខ្ញុំគឺទទួលស្គាល់ហើយតាមត្រឹងគឺមកពីពួកគាត់បានចង់ទទួលស្គាល់ខ្ញុំតាំងពីដំបូងយ៉ាងណាក៏កុំបាក់មកខ្ញុំនៅចំពោះមុខគេឯងដែរមិនមែនចង់បានលេខបែបហ្នឹងទេខ្ញុំដឹងហើយក៏ព្រោះតែហ្វាំងវ៉ាន់នាងឆ្លាតជាងខ្ញុំប៉ារយកនាងគឺសំខ្លាំងណាស់ចាំបន្តិចលោកចាងពួកយើងគឺនៅមានរូបភាពឈិងកាលពីនៅក្មេងធ្វើជាផុសតាំងត្រូវហើយពួកយើងនៅមានរូបភាពត្រូវហើយពួកយើងនៅមានរូបភាពពិតជាកូនស្រីរបស់ខ្ញុំពិតមែននេះគឺពួកយើងពេលដែលបីនាងត្រឡប់មកវិញកន្លះឆ្នាំក្រោយក៏ថតរូបមួយសន្លឹកនេះពិតជាកូនស្រីបង្កើតខ្ញុំពិតមែនលោកប៉ានៅទីបំផុតលោកប៉ាទទួលស្គាល់ខ្ញុំហើយគឺប៉ាមិនល្អគ្រប់យ៉ាងមកពីប៉ាសុំទោសបងទី2បងមានចេតនាចង់ឲ្យអ្នកបងខ្លាចជាកូនស្រីរបស់លោកចាំងមែនទេគួរតែមានចេតនាអ្វីផ្សេងទៀតហើយបងប្រុសទី3អញគួរតែមើលមុនសិនតើគោលបំណងបង្កើតរឿងអស់នឹងអ្នកណាជាអ្នកទទួលបានផលចំណេញជាងគេបងប្រុសបងនៅមិនអស់ចិត្តទៀតដែរនៅតែគិតថាអ្នកបងត្រូវជាកុំការរបស់លោកចាំងមិនខុសទេខ្ញុំមានចំណេញចិត្តខ្ពស់ណាស់លោកប្រុសទី2ខ្ញុំដឹងថាលោកយកចិត្តទុកដាក់ជាមួយនឹងវ៉ាន់តែរូបថតមួយសន្លឹកនេះគឺបង្ហាញឲ្យច្បាស់ថាឈិងនឹងពិតជាកូនស្រីបង្កើតរបស់ខ្ញុំពិតមែនបងប្រុសទី2បងប្រាតែមកនិយាយមិនអាចបញ្ជាក់ការពិតបាននោះទេបងបង្ហាញផុសតាំងភ្លាមមកអ្នកណាថាខ្ញុំមិនមានផុសតាំងអញ្ចឹងផុសតាំងណែណាផុសតាំងគឺនៅទីនេះអ្នកប្រុសទី2 DNA របស់អ្នកស្រីជាមួយលោកចាំងបានធ្វើតែរួចហើយលទ្ធផលតេស្ត DNA បើធៀបនឹងរូបថតមួយសន្លឹកតើមួយណាច្បាស់ជាងទៅនេះវ៉ាន់នេះវ៉ាន់នាងទៅជាកូនមកការរបស់ខ្ញុំរូបថតមួយសន្លឹកនឹងមិនមែនតែរូបរាងមុខរបស់វ៉ាន់ត្រៃទេពួកអ្នកយករូបរបស់វ៉ាន់កាលនៅពីក្មេងមកបន្លំប៉ិតទេនេះគឺជារូបថតរបស់ខ្ញុំតាមពិតគឺជាកូនស្រីបង្ការរបស់ខ្ញុំសុំទៅផងចុះ
ប៉ាចាប់ភ្នែកឡើងស្វាងអស់ហើយវ៉ាន់អំបញ្ញមិញគឺបងបានបញ្យល់មួយដល់អូនបងនឹងប្រាប់អូនឲ្យលំអិនប៉ុន្មានថ្ងៃមុនលោកគ្រូចាំងបាននិយាយរឿងគាត់ប្រាប់បងថាគាត់កាលពី20ឆ្នាំមុនបានបាត់កូនស្រីម្នាក់តាមអ្វីដែលគាត់និយាយមកគឺដូចជាសាច់រឿងរបស់អូនចឹងហើយទៅបងឲ្យមនុស្សទៅស៊ើបក្នុងរឿងមួយហ្នឹងការស្រាវជ្រាវមិនយូរប៉ុន្មានក៏បានស្វែងរកអត្តសញ្ញាណពិតរបស់អូនក៏សម្រេចចិត្តយកទៅតេស្ត DNA ទោះបីបងមិនបានសិទ្ធិក្នុងការយល់ព្រមពីពួកអូនយកសិទ្ធិឯកជនទៅពិនិត្យដោយចិត្តឯងបានចឹងហេតុនេះខ្ញុំក៏នៅមានគ្រួសារដែរជាគ្រួសារដែលបាត់បង់គ្នាអស់រយៈពេលជាច្រើនឆ្នាំកូនល្អនេះមិនជាកូនស្រីបង្កើតខ្ញុំមែនតាំងពីដំបូងប៉ាគឺសង្ស័យរួចទៅហើយកូនពិតជាឆ្លាតស្តៀងនឹងម៉ាក់របស់ឯង20ឆ្នាំមុនក្មេងម្នាក់នឹងគឺត្រូវពួកអ្នកដណ្ដើមលួចយកទៅទេនៅក្នុងឆ្នាំនោះក្នុងពិធីស្រាខ្ញុំនឹងប្រពន្ធរបស់ខ្ញុំដើររកទិញរបស់របរតែប៉ុន្មានប្រហែលតែប៉ុន្មាននាទីក្មេងនោះក៏ទៅបាត់នាងនៅជាទារកនៅឡើយទេនាងចេះរត់ដោយខ្លួនឯងមែនទេមិនមែនខ្ញុំទេមិនមែនទេខ្ញុំមិនបានលួចក្មេងមួយនឹងទេអ្នកពិតជាលួចមែនទេបន្តិចទៀតប៉ូលីសនឹងមកដល់គង់តែដឹងទេលោកប្រុសទី3លោកត្រូវទៅជួយខ្ញុំផងអ្នកប្រុសទី3ខ្ញុំក៏ប្រុសតែលោកតែពាក់ព័ន្ធក្នុងរឿងមួយនេះលោកមិនមែនមកខ្វល់ពីពួកយើងទេអ្នកប្រុសទី3រឿងអីដែលពាក់ព័ន្ធជាមួយខ្ញុំដែរទេបងទី3រឿងដដែលពី3ដងឯងមានអីប្រកាញ់នេះបងបានន័យថាម៉េចយន្តយ៉ាងអញជាកូនប្រុសទី3របស់គ្រូសាសុងមិនបានជាអញរួមដៃគ្នាជាមួយមនុស្សខាងក្រៅឯងធ្វើឲ្យគ្រូសាសុងយើងគឺពិតជាបាក់មុខខ្លាំងណាស់វ៉ានគឺនាំទុកដល់កូនហើយហ្នឹងម៉ែពួកយើងត្រឡប់ទៅផ្ទះវិញទេយ៉ាងណាក្នុងថ្ងៃនេះខ្ញុំបានរកឃើញប៉ាមកការរបស់ខ្ញុំហើយខ្ញុំមិនមានរឿងអីពាក់ព័ន្ធជាមួយពួកគេទៀតនោះទេបានលោកចាងរឿងពេលក្រោយទុកឲ្យខ្ញុំជាមួយនឹងអ៊ីប៉ាយដោះស្រាយទៅហ្នឹងវ៉ានកូននាំគ្នាត្រឡប់ទៅផ្ទះវិញជាមួយប៉ាកូនទៅពួកយើងត្រឡប់ទៅផ្ទះវិញទៅផ្ទះយើងវិញកូនអត់កំណើតមិនក៏មិនឆាប់ចេញពីមុខយើងភ្លាមទៅបានបញ្ហាដែលសេះសល់ទុកឲ្យឯងជាអ្នកចាត់ការលោកប្រុសទី2តែពួកយើងក៏ជាប៉ាម៉ាក់ក្មេងរបស់លោកដែរចប់សិនការដែលមកបញ្ជូនពួកគេទៅឆ្ងាយគឺដើម្បីទុកមុខមាត់ឲ្យឯងនឹងនេះឯងក៏គិតថាម៉ាក់ពិតជាមិនដឹងអីនោះយ៉ាងណាពីអ៊ីប៉ាជាបងប្រុសបង្ការរបស់ឯងដែរតែឯងចាំប្រឆាំងជាមួយគេដល់ពេលណាទៀតបើសិនជាម៉ាក់ដឹងថាឯងមានកំណត់អាក្រក់បែបនេះទៀតនោះកុំថាម៉ាក់ចិត្តព្រេងសាច់ចំពោះឯងយ៉ាងម៉េចលែងរកខ្ញុំជាកូនទៀតហើយហ៎គឺឯងខ្លួនឯងទៀតតែមិនចាំបន្តនៅគ្រួសារសុងនោះតាំងពីតូចដល់ធំឯងចង់តែបញ្ចេញជាមួយបងប្រុសឯងក៏ព្រោះតែឯងគ្មានសមត្ថភាពគ្មានទេពកោសល្យជាអ្នកគ្រប់គ្រងនោះអីទើបម៉ាក់មិនបកគោក្រុមហ៊ុនសុងឲ្យឯងមើលទៅការសម្រេចចិត្តរបស់ម៉ាក់មិនខុសនោះទេបើក្រុមហ៊ុនស្ថិតក្នុងដៃរបស់ឯងនោះច្បាស់ជាត្រូវដួលរលំជាមិនខាននោះទេឯងដឹងខ្លួនទេខ្ញុំវាគ្មានបានការបងទី2ទើបមានកំណើនអញ្ចឹងម៉ាក់បង្កើតកូនគ្មានបានការនេះមកធ្វើអីហាឡើងបងទី2ល្អហាឡើងបងទី2ល្អអញ្ចឹងមិនប្រំច្បាច់កខ្ញុំតាំងពីកាត់មកតែមកទៅកូនអត់កំណើនមិនបានជាខ្ញុំបង្កើតកូនដូចជាឯងនេះចេញមកហ៎ឯងនៅក្នុងគ្រួសារជាមួយគ្នាមិនបានជាឯងមកដូចគេសុំពេកបន្តិចត្រឡប់ទៅផ្ទះវិញពិចារណាកំហុសរបស់ឯងទៅបើសិនជាម៉ាក់មើលមិនឃើញខ្ញុំហើយក៏មិនទោះថាខ្ញុំដាច់ធម៌មេត្តាបើសិនជាបកគលឲ្យឯងច្បាស់ជារលាក្នុងដៃឯងហើយមិនបានជាយើងទៅមានអាកូនអត់កំណើតដូចជាឯងអញ្ចឹងប្រយ័ត្នក្តៅតាមគាត់យ៉ាងម៉េចហើយណាម៉ាគាត់ខឹងឡើងឈឺទៅហើយបងឲ្យគាត់ចូលមន្ទីរពេទ្យសម្រាប់បាទចឹងតិចទៀតអូនយកសុំទៅបញ្ចុកគាត់អូនក៏សម្រាប់ដែរទៅអូនមិនសូវជាមានអារម្មណ៍ស្រួលដែរត្រូវមើលថែលោកចាងថែមទៀតចុះជិះលេងជាមួយគាត់ឲ្យបានច្រើនរួចហើយអូនយកសុំទៅបញ្ចុកគាត់បន្តិចសិនលំបាកអូនហើយកូនប្រុសម្នាក់នេះគឺពិតជារឿងរੂខ្លាំងមែនម៉ាក់អាយ៉ាវ៉ានម៉ាក់ឈប់ខាងទេកូនអត់រងសុំឲ្យម៉ាក់ដែរណាពិសានតិចទេបងទី3គេនៅក្មេងមិនសូវយកការទេលើកក្រោយគេច្បាស់ជាយកពីចរិតរបស់ម៉ាក់ហើយវ៉ានកូនគឺដឹងហើយយន្តយ៉ាងគេមានចរិតបែបនេះតាំងពីក្មេងមកបង្រៀនប្រមាថដល់ក៏មិនស្ដាប់ដែរចរិតរបស់គេនោះគ្មាននរណាគេដឹងច្បាស់ជាងម៉ាក់ទៀតនោះទេគេនេះគឺពិតជាមានចរិតកែមិនឡើងមែនមើលទៅសុំអាចារ្យនេះកំណត់ខ្លាំងណាស់ឆ្ងាយដែរទេឈ្ងុយខ្លាំងណាស់ម៉ាក់ចាំឲ្យហួយបានច្រើនទេនៅផ្ទះបាយមានទៀនកូនប្រុសទី2របស់ម៉ាក់នេះមានអត្តចរិតដូចកូនដែរមានចិត្តកតញ្ញូជាតិនេះម៉ាក់ស្លាប់ទៅគឺពិតជាស្លាប់អស់ចិត្តហើយម៉ាក់ញ៉ាំអស់ហើយម៉ាក់ចាំគាត់ទៅផ្ទះបាយយកវាថែមទៀនល្អណាស់ម៉ាក់ចាំម៉ាក់ចាំតិចទេវ៉ានអីវ៉ានម៉ាក់មានរឿងអីទេម៉ាក់កាត់អីម៉ាក់ចាំខ្ញុំមកជួយម៉ាក់តាមទីពេនលោកគ្រូប៉ែនអ្នកមករបស់ខ្ញុំយ៉ាងម៉េចហើយលោកប្រុសទី2លោកមកខាងនេះបន្តិចមកមិនបាច់ទេសុទ្ធតែជាគ្រួសារតែមួយទេលោកប្រុសទី2ខ្ញុំមិនចង់និយាយវែងឆ្ងាយទេអ្នកស្រីធំគាត់ត្រូវថ្នាំពុលខ្ញុំទើបតែលឿនក្រពះឲ្យគាត់ហើយឥឡូវគឺសង្គ្រោះទាន់ពេលអ្វីដែលសង្ស័យនោះគឺសុបដែលគាត់ពិសាគួរតែចាប់អារម្មណ៍មានអ្នកមានកំណត់អាក្រក់លើគាត់លោកពងមិនមែនអូនទេបងដឹងហើយវ៉ាន់
រឿងនេះមិនពាក់ព័ន្ធនឹងអូនទេអូនជាមួយលោកចាងត្រឡប់ទៅផ្ទះមុនទៅ ក៏ប៉ុន្តែអ្នកម៉ាក់កូន វ៉ាន់កូនស្ដាប់តាមលោកប្រុសទី2សិនទៅពួកយើងត្រឡប់ទៅវិញណា លោកពូតែយ៉ាងម៉េចហើយអ្នកម៉ាក់កូនយ៉ាងម៉េចហើយ នៅមិនទាន់ផុតគ្រោះថ្នាក់នៅឡើយទេគ្រូពេទ្យបាននិយាយថាមានមនុស្សដាក់ថ្នាំមិនមែនជាចុងភៅនោះទេ បងមិនសង្ស័យលើអូនទេ អ្នកបងវ៉ាងមកហើយអ្នកប្រុសទី2 ក្រៅពីអ្នកស្រីនៅមានអ្នកណាជាប់ផ្ទះបាយទៀតទេប៉ះពាល់សុខបាន មិន របស់ មាន ខ្ញុំ នោះទេអ្នកស្រីតូចថាចង់ធ្វើស៊ុបឲ្យអ្នកស្រីធំខ្ញុំគឺគ្រាន់តែជួយមើលភ្លើងឲ្យគាត់តែប៉ុណ្្នឹងឯងគ្មានមនុស្សណាទៀតនោះទេតើមានរឿងអីមែនទេអ្នកប្រុសទី2 ក្រែងដឹងហើយហ៎អ្នកហ៊ានកុហកខ្ញុំគឺមានលទ្ធផលបែបណា អ្នកប្រុសទី2ខ្ញុំធ្វើការឲ្យគ្រូសាសងអស់រយៈពេល13ឆ្នាំហើយខ្ញុំមិនដែលធ្វើឲ្យមានទុកកំហុសអីទេក៏មិនដែលមានចេតនាអ្វីបំពេញដែរបើសិនជាលោកមិនជឿនោះលោកអាចឆែកតាមចិត្តបាន រឿងល្អមើលទើបតែចាប់ផ្ដើមទេសងអ៊ីប៉ៃចាញ់ទៅវិញទៅ លោកពូរមកកផាតាំងទាំងនោះតែគេបានខ្លាញ់អស់ហើយអូនគឺជាមនុស្សតែម្នាក់គុណដែលជាប់ពាក់ព័ន្ធខ្លាំងណាស់នៅក្នុងរឿងដាក់ឆ្នាំ ប នេះ ងថ្មីនេះអស់កម្លាំងខ្លាំងណាស់ចង់សម្រាប់បងត្រូវទៅពេទ្យមើលថែណាម៉ាហើយអូនទៅផ្ទះលោកចាងស្នាក់នៅពេលពីថ្ងៃទៅលោកប្រុសទី2បាននាងមិននឹងអាចធ្វើរឿងចឹងទៅរួចទៅឯងត្រូវតែជឿជាក់លើនាងណាខ្ញុំមិនបាននិយាយថាខ្ញុំមិនទុកចិត្តនាងណាខ្ញុំត្រូវការពេលពិចារណាមើលសិនចង់ស្រុកមកមានរឿងអីឲ្យច្បាស់ទៅ មិនអាចទៅលោកប៉ាពួកយើងត្រឡប់ទៅវិញទេ ល្អបានឲ្យបងសុំទោសផងដើម្បីរកមកអ្នកដាក់ថ្នាំក្នុងស៊ុបរបស់ម៉ាក់បងមានតែធ្វើខុសចំពោះអូនសិន អ្នកប្រុសទី3 ពួកឯងហ៊ានមករៀបរៀងដំណើរខ្ញុំផង សុំទោសផងអ្នកប្រុសទី2បាននិយាយប្រាប់ថាក្រៅពីអ្នកថាតនៅគ្រូពេទ្យគ្មាននរណាម្នាក់អនុញ្ញាតឲ្យចូលរំខានអ្នកស្រីធំគាត់សម្រាប់នោះទេ ខ្ញុំគឺជាកូនប្រុសរបស់គាត់ខ្ញុំគ្មានសិទ្ធិចូលមើលម្ដាយរបស់ខ្លួនឯងដែរមែនទេចាញ់ទៅបងប្រុសទី3គ្រូពេទ្យនិយាយថាអាការៈម៉ាក់ដឹងខ្លួនគឺមានតិចណាស់អ្នកដែលដាក់ថ្នាំដល់ម៉ាក់វាគឺពុះពុលខ្លាំងណាស់អញ្ចឹងហើយទើបជាបងរៀបចំមនុស្សឲ្យអ្នកការពារដើម្បីសុវត្ថិភាពរបស់គាត់អញ្ចឹងនៅចាំអីទៀតមិនបានឆាប់ដឹងប៉ូលីសចាប់ខ្លួនម្នាក់នឹងភ្លាមទៅខ្ញុំបាននិយាយថាអ្នកទៅធ្វើនោះគឺជាបានហើយហ្នឹងមិនមែនជានាងអញ្ចឹងនៅមានអ្នកណាទៀតសុបតែគេជាអ្នកចំអិនហើយអ្នកណាជាអ្នកយកទៅឲ្យមកដល់ចឹងហើយនិយាយមកគោលបំណងរបស់នាងគឺដើម្បីអ្វីគោលបំណងឯទៀតក្រៅពីចង់បានលុយដរាបណាមានម៉ាក់នៅនាងមិននឹងសម្រេចគោលដៅទៅទ្រព្យសម្បត្តិទាំងអស់ត្រូវក្នុងដៃរបស់នាងខ្ញុំបាននិយាយហើយស្រីនឹងគឺគ្មានកំណត់ល្អទេតែគ្មានអ្នកណាស្ដាប់ខ្ញុំសោះសុងយន់យ៉ាងឯងគឺកំពុងនិយាយពីខ្លួនឯងមែនទេបងថាឯងគឺនិយាយត្រឹមត្រូវអញ្ចឹងហើយបានជាបងរងចាំផតតាំងពេលទទួលបានផតតាំងហើយនឹងរកអ្នកខុសត្រូវជួនអ្នកម៉ាក់វិញផតតាំងអីទៅលោកគ្រូពេទ្យបានរកឃើញសារធាតុពុលនៅក្នុងក្រុងជាងនេះមានតែមួយកន្លែងតែដែលលក់ថ្នាំប្រភេទនេះប្រសិនបើរកឃើញកន្លែងមួយនោះច្បាស់ជារកឃើញជនដៃដល់ម្នាក់នឹងហើយអញ្ចឹងរកឃើញផតតាំងហើយនៅបងទី2រកមើលបានពីកន្លែងហើយនៅមានពីកន្លែងទៀតកំពុងស៊ើបបន្តបងទី2មានអ្វីឲ្យខ្ញុំជួយប្រាប់មកចុះណាលោកប្រុសទី3មិនបានសុកហៅខ្ញុំចេញមកចង់យកការធានាគេមួយនេះចាញ់ចេញពីក្រុងជាងនេះភ្លាមទៅមានរឿងអីកើតឡើងមែនទេបងប្រុសទី2របស់ខ្ញុំបានស៊ើបពីរឿងនេះហើយមិនយូរមិនឆាប់ទេច្បាស់ជាដឹងថាខ្ញុំទិញពីកន្លែងរបស់លោកដល់ពេលនោះច្បាស់ជាមានរឿងមិនល្អហើយអញ្ចឹងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅចង់មកខ្ញុំឲ្យកាត់នេះឲ្យឯងហើយយករត់គេខ្លួនរត់ឲ្យឆ្ងាយទៅខ្ញុំនឹងឆាប់រត់គេចពួកឯងទាំងពីរលើមកជួបគ្នាហើយសម្លេងអំបញ្ញខ្ញុំថតទុករួចរាល់ហើយនៅមានអីចង់ប្រកែកទៀតមានអីចង់បញ្យល់ប្រាប់ម៉ាក់ទៀតយន្តយ៉ាងឯងគឺដុសស្លាប់ធំហើយទង្វើរបស់ឯងមួយនេះឯងមិននឹងដាច់ចិនដាក់ថ្នាំអំពូលសម្រាប់ម្ដាយបង្ការរបស់ខ្លួនឯងទៅហ៎ ម៉ាកូនដឹងខុសហើយម៉ាក់កុំបកលខ្ញុំឲ្យប៉ូលីសអី ខ្លាកាចគឺមិនស៊ីកូនវាទេឯងជាកូនបង្ការរបស់ម៉ាក់មិននឹងដាច់ចិត្តទៅអ្វីដែលឯងត្រូវការនោះចាំម៉ាក់បកលវាឲ្យទៅឯងអ៊ីបាយមេធាវីយើង ចូលមក អ្នកប្រុសទី2អ្នកស្រីធំយកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំបែងចែកឲ្យកូនប្រុសទាំងពីរសុងអ៊ីបាយទទួលបានទ្រព្យសម្បត្តិពាក់កណ្ដាលរបស់ខ្ញុំនៅសល់តែប៉ុន្មាននោះប្រគល់ឲ្យកូនប្រុសទី1ទាំងអស់ទៅបន្ទាប់មកទៀតសម្រាប់អាកូនអត់កំណើតរបស់ខ្ញុំម្នាក់នេះក៏បណ្ដេញវាចេញពីវិមានមួយនេះទៅហើយក៏លែងឲ្យមានឈ្មោះនៅក្នុងគ្រួសារសុំទៀតហើយ ម៉ាកូនដឹងខុសហើយខ្ញុំសុំវល់ម៉ាក់ខ្ញុំគឺជាកូនបង្ការរបស់ម៉ាក់ខ្ញុំគឺជាកូនទី2របស់ម៉ាក់ណា តើឯងនៅជាកូនប្រុសទី2របស់ខ្ញុំទៀតដែរទេ
កូនប្រាប់បង្កើតខ្លួនឯងដាច់ចិត្តដាក់ឆ្នាំសម្រាប់ម្ដាយខ្លួនឯងដែរនឹងមែនទេហ៎មិនបានជាឯងធ្វើជាកូនអកតញ្ញូបែបនេះឬមួយក៏ឯងនេះពិតជាចង់ឲ្យខ្ញុំងាប់មែនទេខ្ញុំគឺលែងចង់ស្ដីថាឲ្យឯងទៀតហើយបើសិនជាម្ដាយឯងស្លាប់ទៅតើឯងមានអារម្មណ៍យ៉ាងម៉េចដែរទៅយន្តយ៉ាងឯងគឺជាកូនប្រុសរបស់ខ្ញុំណាអានោះបណ្ដឹងគេចាញ់ភ្លាមទៅកូនប្រុសរបស់ខ្ញុំបងប្រុសខ្ញុំមិនខុសហើយអត់ទេមកបងប្រុសកូនប្រុសរបស់ខ្ញុំលោកពូយល់យ៉ាងនេះតាហែងណាតែមិនទាន់ឃើញមកខ្ញុំទៀតហើយមកក៏គាត់ពិតជាជឿថាខ្ញុំជាអ្នកដាក់ថ្នាំមែននេះវ៉ាន់កូនមើលនេះគឺសត្វតែជាលិខិតបញ្ជាក់ពីការវាយតម្លៃរបស់ប៉ាមានការសម្បត្តិស្នាមអ្វីទាំងអស់ប៉ាឲ្យទ្រព្យសម្បត្តិកូននេះគឺគ្រប់គ្រាន់ឲ្យកូនលែងខ្វល់ពីជាមួយនឹងគ្រួសារសងទៀតហើយកូនកុំធ្វើមុខសពុនចឹងកូនជឿជាក់លើលោកពូមិនថារឿងអីទេកូននឹងនិយាយជាមួយកូនឲ្យបានច្បាស់ប៉ាកុំប្រចាំពេកអីមិនអីទេទោះជាយ៉ាងណាក៏របស់អស់នេះក៏គង់ប្រគល់ឲ្យកូនដដែលទេល្អទេអរគុណលោកប៉ាគ្រប់យ៉ាងជាស្នាដៃរបស់យន្តយ៉ាងគេមកក៏ដាក់ចិត្តធ្វើបែបនេះវ៉ាន់ប៉ុន្មានថ្ងៃនេះបងឲ្យអូនមកស្នាក់នៅទីនេះគឺដើម្បីកុំឲ្យគេមិនមានការប្រុងប្រយ័ត្នឲ្យបងគិតថាបងសង្ស័យអូនតាមពិតបងមិនបានសង្ស័យអូនទេឥឡូវគ្រប់យ៉ាងដោះស្រាយរួចហើយមកបងគាត់ក៏លែងឯងដែរមិនត្រូវគិតច្រើនទេឯងប្រញាប់នាំវ៉ាន់ត្រឡប់ទៅវិញទៅនាងមួយថ្ងៃអង្គុយទៅមុខសពុនមិនដឹងថាជួយនាងយ៉ាងម៉េចទេលោកប៉ាពួកយើងមកទៅវិញទេខ្ញុំបានកត់សម្បត្តិហោះទៅទីក្រុងប៉ារីសពួកយើងទៅប៉ារីសធ្វើអីទេច្បាស់ណាស់គឺទៅហានីមូនយ៉ាងម៉េចហើយអូនគួរតែមិនមែនជាពិតជាល្អខ្លាំងណាស់លើកនេះមិនបាច់ទៅប៉ារីសទៀតទេស្ដីបងតាគ្នាបងចំពោះថ្ងៃហ្នឹងគឺយើងបានផុសរឿងជួយបងឲ្យខ្លះហើយអញ្ចឹងបងយល់ឃើញមិនដែរកុំពេកខមមិននៅខាងក្រោមវីដេអូរឿងខ្ញុំម្នាក់មួយផងហើយចង់សួរបងថាចំពោះរឿងភាគក្រោយទៀតតើបងចង់បានរឿងរបៀបម៉េចទៀតកុំពេកខមមិនប្រាប់ខ្ញុំម្នាក់មួយម៉ាត់ផងណានិយាយទៅគឺថាយើងតែងតែយកយោបល់ពីបងដែរអញ្ចឹងហើយតែងតែចង់ដឹងថាបងមើលទៅពេញចិត្តរឿងរបស់ខ្ញុំអត់អីចឹងនិយាយរួមរឿងមួយដែលយើងធ្វើទៅគឺតែងតែព្យាយាមធ្វើឲ្យល្អអញ្ចឹងណាអញ្ចឹងបងបើសិនជាបងពេញចិត្តរឿងរបស់ខ្ញុំដែលខ្ញុំផុសជូនបងគ្រាន់តែខមមិននៅខាងក្រោមវីដេអូរឿងម្នាក់មួយម៉ាត់មកហើយមួយវិញទៀតបងកុំភ្លេចជួយ like ជួយ share ហើយនឹង follow page របស់ខ្ញុំម្នាក់មួយផងហើយនិយាយទៅអរគុណមែនតើអរគុណសម្រាប់បងដែលគាត់ជួយ like ជួយ share ណាហើយក៏អរគុណទុកមុនសម្រាប់បងដែលគាត់មិនទាន់បាន like share អរគុណដើម្បីឲ្យគាត់ like share រឿងរបស់ខ្ញុំមកហើយហ្នឹងហើយអញ្ចឹងអត់មានអីទេមានតែប៉ុណ្្នឹងទេបងកុំភ្លេចជួយគ្រប់គ្រងរឿងរបស់ខ្ញុំផងអរគុណច្រើនបាយបាយបងដែរបងនៅសល់មិនបានថ្ងៃទៀតទេគឺដល់ថ្ងៃយើងឆ្លងឆ្នាំថ្មីហើយបងអញ្ចឹងបងតើគ្នាមានគម្រោងទៅណានៅចែកគ្នាដល់ម្នាក់មួយម៉ាត់មកបងព្រោះថាឥឡូវហ្នឹងគឺអត់មានគម្រោងទៅណាទេអត់មានតតសោះហ្មងនិយាយទៅគឺថាមានតែនៅផ្ទះនៅផុសរឿងជួយបងអញ្ចឹងនិយាយទៅមកពីខ្ញុំអត់សូវចូលចិត្តគេហៅចេញទៅក្រៅស្ទះផ្លូវស្ទះអីអញ្ចឹងណាអញ្ចឹងទៅក៏រើសយកនៅផ្ទះខ្ញុំអីជុំគ្រួសារនៅផ្ទះអញ្ចឹងទៅហើយបងមានកម្រងទៅណាកុំភ្លេចខមមិននៅខាងក្រោមម្នាក់មួយម៉ាត់ផងហើយមួយវិញទៀតចំពោះរឿងរបស់យើងគឺយើងនៅតែផុសជូនបងធម្មតាបងគឺយើងផុសរឿងថ្មីជូនបងធម្មតាអញ្ចឹងបងទាំងអស់គ្នាដែលតែងតែមើលរឿងនៅក្នុង page របស់ខ្ញុំតែងតែតាមដានអីអញ្ចឹងកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងហើយជួយ like ជួយ share រឿងរបស់ខ្ញុំផងឆ្លងឆ្នាំបើអត់ទៅណាទេនៅផ្ទះមើលរឿងរបស់ខ្ញុំបានបងហ្នឹងហើយអរគុណច្រើនមែនតើបាយបាយសួស្ដីបងថ្ងៃនេះបានម្ហូបអីញ៉ាំបាយណាថ្ងៃត្រង់ណាហើយបានហូបបាយគ្រប់គ្នានៅហើយនិយាយចឹងផឹកមិញគឺយើងបានផុសរឿងជូនបងឲ្យខ្លះហើយណាអញ្ចឹងបងទាំងអស់គ្នាដែលបានមើលរឿងខ្ញុំពីផឹកមិញហើយអីកុំភ្លេចជួយ like share រឿងរបស់ខ្ញុំផងណាហើយមួយវិញទៀតបើសិនជាបងពេញចិត្តរឿងរបស់ខ្ញុំកុំភ្លេច comment នៅខាងក្រោមវីដេអូរឿងប្រាប់ខ្ញុំម្នាក់មួយម៉ាត់ផងនិយាយទៅគឺថា page របស់យើងគឺតែព្យាយាមរករឿងថ្មីរកអីថ្មីយើងមកផុសជូនបងជាប្រចាំអញ្ចឹងណាអញ្ចឹងបើសិនជាបងពេញចិត្តរឿងរបស់ខ្ញុំដែលខ្ញុំផុសទៅបងកុំភ្លេចជួយ like share រឿងរបស់ខ្ញុំម្នាក់មួយផងដើម្បីលើកទឹកចិត្តខ្ញុំឲ្យធ្វើរឿងបន្តទៀតអញ្ចឹងណា
vậy tới cứ tha miền tây con mong bong hay của tha mong bong còn tay tại chui con tro hưởng mọi nhau mới trắng á còn tha mà dạ khỏi nó cứ hưởng mọi dương cứ lẹ xe khăn mình tên mong bong cũng phải chui like chui xe hưởng mọi nhau mà ban ra hay chăm chui follow page mọi nhau mà nè mới phòng nhau nâng kho hưởng thay chui mong bong bắt tỏ thiệt là ngày áo không ra